รู้ว่าตอนโจ้กันนะได้ส่งรบทั้งออกคะแนนนั่นต้องน่าเด่นยอมพระองค์สมเด็จกำบังอัญชลีนมัสการตึกได้ชมพูพระไตรรัตน์ได้จิรัตนะดอนดองดอมภาษาปงปุโลโลกได้สกได้กรบจิรัตนานักไรเลยมือนเดสมนมัสการกราบไหว้บังคมกนากุญจประสองครุปองครุปท่านอนุกรมในขนมศาสนาบันดลហើយសេចក្តីគោរពកោតក្រែងនឹងដល់សេចក្តីជ្រះថ្លាជាពិសេសក្រាបថ្វាយគុំគណៈគុណចាស់អង្គគ្រូទាំងពីរព្រះអង្គគ្រូកុត្តធម្មោមានប្រកដីជាអធិបតីក្នុងកិច្ចការផ្សព្វផ្សាយធម្មទានតាមរយៈវិទ្យុវត្តលួង AM 97 MHz គណៈគុណចាស់អង្គគ្រូយោសយពនាមវិញពេញមិនចាំទាំងអស់មានប្រកដីសិក្សាសាកសួរសន្តានាធម្មៈណាដោយសេចក្តីគោរពកោតក្រែងដោយសេចក្តីជ្រះថ្លាសូមការអនុញ្ញាតសិក្សាសន្តានាធម្មៈបន្តសូមកាសជឿគោរពញាតិញោមគ្រប់ទិសទីទាំងអស់មានប្រកដីត្រេកអររីករាយទឹកចិត្តដ៏ល្អតាមដានស្ដាប់គណៈនេះស្ដីតាមរយៈប្រព័ន្ធ Facebook និងតាមដានស្ដាប់ជាបន្តច្រើនគ្នាដែរហើយកុំភ្លេចធ្វើធម្មទានណាញាតិញោមចុច share ថែមយ៉ាងទៅបានការសន្តានានឹងមានការផ្សព្វផ្សាយជ្រាបចូលដល់ញាតិញោមគ្រប់ទិសទីទាំងអស់ដែលមានឧបនិស្ស័យដែលអាចយល់ដឹងសច្ចធម៌ធម៌មានជំរឿហើយក៏ក្រាបថ្វាយគុំគណៈគុណចាស់អង្គគ្រូយកសកលវត្តផងដែរក៏មានប្រក្រដីជាអធិបតីក្នុងកិច្ចការសន្តានាវធនេះណែជាប្រចាំដែលគុណចាស់មិនដែលខានបាត់ព្រះអង្គគ្រូឃុំវុធាបាត់ឈឹងដែលឃើញមុនមកវិញហ្នឹងបានគុណចាស់កក់ក្ដៅហ្នឹងជាអធិបតីក្នុងការសិក្សាសន្តានាប្រធរណាហើយនឹងញាតិញោមតាមរយៈប្រព័ន្ធ Telegram បានដល់ទៅ520នាក់ហើយឡើងរហូត520នាក់ច្រើនណាស់សូមអធិស្ឋាននាងតូចនិយាយច្រើនឥឡូវណាលើសំឡេងចូលមកគេមួយម៉ាក់គេនឹងហើយសូមគោរពទាំងអស់គ្នាទៀតញាតិញោមនៅក្នុង Telegram កំពុងស្ដាប់នឹងស្ដីក៏តាមដានស្ដាប់ជាបន្តនៅព្រឹកមិញខាងខ្ញុំហ្នឹងក៏ហើយជាថ្ងៃខាងបារាំងណាបានលោកគ្រូម៉ៅហុយសាកសួរសន្តានាតែក៏ចូលណាសន្តានាពិសេសសន្តានាវត្ថុនេះបានក៏មិនជាប្រយោជន៍អីប្រមាណទេព្រោះការសន្តានានឹងក៏ទៅជែកយកទៅពីត្រូវរៀងខ្លួនអត់ស្ដាប់មិនដឹងថាគាត់ចង់ឲ្យខ្ញុំស្ដាប់គាត់ឬយ៉ាងម៉េចបើគាត់ចង់ឲ្យខ្ញុំស្ដាប់គាត់អត់បានស្ដាប់គាត់ទៀតទេចាបើថាគាត់ចង់សន្តានាយល់ពីការពិតអានឹងតើតែស្ដាប់មិនខ្ញុំចេះជាងគាត់ទេប៉ុន្តែតើចេះស្ដាប់គ្នាដែរឬទេស្ដាប់មើលទៅក៏អត់ចេះស្ដាប់តែគាត់ចេះស្ដាប់ទៅខាងក្រៅស្ដាប់យកចំណុចឃើញគាត់ទៅសើច្រើនកន្លែងថាការសន្តានាយើងនឹងស៊ីជម្រៅ
ខ្ញុំចង់ជួបតហ្នឹងដើម្បីតើគាត់និយាយដោយចិត្តពិតឬក៏គ្រាន់តែនិយាយនិយាយដោយចិត្តពិតគឺនិយាយយល់ហើយទៅសារនេះស្ដាប់ទៅមិនតន់ប្រកាសពជាថានិយាយតាមចិត្តនឹកគិតយល់ទេគ្រាន់ថាជំរឿនៃធម៌ហ្នឹងវាជ្រៅមែនតែអ្នកដែលពោលថាធម៌ជ្រៅហ្នឹងគឺអត់តន់យល់ជាពិសេសលោកគ្រូសូមលោកគ្រូម៉ៅហុយព្យាយាមស្ដាប់សាកសួរអីក៏សរសេរជាសំណួរអញ្ចឹងក៏បានខ្ញុំដោះស្រាយតាមហ្នឹងទៅក៏ស្ដាប់តាមហ្នឹងទៅសំខាន់គឺស្ដាប់យល់មិនមែនចេះឆ្លើយទេមិនចេះពោលច្រើនទេក៏មិនមែនយើងរៀនធម៌គ្រាន់តែដើម្បីសន្ទនាគ្នាប៉ុណ្្នឹងទេគឺប្រយោជន៍សំខាន់គឺយល់ចូលចិត្តហ្នឹងឯងចឹងថ្ងៃហ្នឹងក៏ក្មួយស្រីរចនាមានចាជំរាបសួរលោកគ្រូមុនគេចឹងឲ្យមុនគេក្មេងជាងគេនៅចៅមួយទៀតក្មេងជាងហ្នឹងទៀត10ឆ្នាំត្រូវជាសាច់ញាតិរចនាដែរអត់ផងលោកគ្រូអញ្ចឹងសាច់ក្រៅហ៎ឯនោះក៏លោកតាត្រូវជាចៅវិញនាងរចនាមានអារម្មណ៍ថាម៉េចដែរស្ដាប់2ថ្ងៃហ្នឹងសមមិញហើយថ្ងៃមុនស្ដាប់ខ្លួនឯងសមមិញបានចូលសន្ទនាបន្តតើយល់ថាកិច្ចការសន្ទនាធម៌នឹងយ៉ាងម៉េចដែរមានអារម្មណ៍ថាពេលស្ដាប់ហើយដូចធូរលោកគ្រូចេះអញ្ចឹងដែរស្មានតែអ្នកចេះធូរហ្នឹងតើចាស់ក្មេងៗអត់ចេះស្ដាប់មែនទេចាព្រោះជាទូទៅយើងអត់ដឹងថាជីវិតនេះគឺជាអ្វីមែនឬមែនចាមែនលោកគ្រូដឹងតែម្យ៉ាងគឺអញជាក្មេងស្រីអញជាក្មេងប្រុសអញត្រូវទៅសាលារៀនអញត្រូវមកផ្ទះអញត្រូវការអីអញទានឹងមែនឬមែនអញចង់បានអីអញកើតទុករស់រឿងហ្នឹងមែនឬមែនចាមែនលោកគ្រូនេះគឺរស់នៅទាំងមិនដឹងរហូតហើយមានសេចក្តីទុក្ខកង្វល់សូម្បីនៅក្មេងកំណត់ថាទុក្ខកង្វល់នឹងមានត្រឹមតែមនុស្សចាស់ក្មេងមានត្រឹមតែសបាយអត់ទេដែលក្មេងរកពេលសបាយនឹងមកពីកើតទុក្ខខ្លាំងចុះលោកគ្រូហេតុអ្វីបានកើតទុក្ខបានមនុស្សយើងកើតទុក្ខព្រោះអត់ស្គាល់ការពិតស្គាល់ការឃើញដែលស្គាល់ឃើញតាមសេចក្តីពិតដែរឬទេអត់ដែលស្គាល់ទេស្គាល់តែអញឃើញមែនឬមែនប៉ុន្តែអត់ដឹងថាឃើញនឹងជាអ្វីមែនឬមែនគឺដឹងតែម្យ៉ាងអញឃើញភ្នែកអញឃើញរូបស្អាតពេញចិត្តមែនឬមែនចាលោកគ្រូពេញចិត្តនេះដែលធ្វើឲ្យកើតទុក្ខឃើញរូបមិនល្អតោះចិត្តមែនឬមែនមែនលោកគ្រូហ្នឹងហើយអាតោះចិត្តហ្នឹងឯងដែលធ្វើឲ្យកើតជាធម៌ដែលជាទុក្ខអាតោះចិត្តហ្នឹងក្តៅក្នុងចិត្តមែនឬមែនចាមែនលោកគ្រូបើអត់មានការអប់រំទេតោះចិត្តខ្លាយទៅជាពោលពាក្យបន្ទូពោលពាក្យជេរឬក៏បង្កើតរឿងដើម្បីតោះជាមួយនឹងអ្វីដែលខ្លួនឯងឃើញមិនពេញចិត្តមែនឬមែនចាមែនលោកគ្រូតាមពិតនឹងមិនមែនជាកិច្ចការងារទេព្រោះធ្វើអ្វីគ្រប់យ៉ាងគឺធ្វើទៅតាមអំណាចចិត្តមែនឬមែនចាមែនលោកគ្រូមែនតែយើងអត់ស្គាល់ថាចិត្តនឹងគឺជាអ្វីមែនឬមែនចាឥឡូវស្គាល់ហើយចិត្តជាអ្វីចិត្តអ្វីចិត្តអាហ្នឹងពេលលោកគ្រូសួរទៅនឹកគិតទេនឹកគិតចម្លើយទេ
នឹកគិតលោកគ្រូ ហ្នឹងហើយ ជា ចិត្ត នាមឯលោកគ្រូ ហ្នឹងហើយចិត្តប្រែថានឹកគិតហ្នឹងហើយយើងធ្វើការនឹកគិតបានដែរឬទេអត់ទេតើលោកគ្រូសួរទៅនឹកគិតឆ្លើយសំណួរមែនឬមែនតែ ចាមែនលោកគ្រូ តែយើងអត់ដែលស្គាល់ថាជាចិត្តទេយើងស្គាល់តែម្យ៉ាងថាជាយើងមែនឬមែន មែនលោកគ្រូ តាមពិតមិនមែនយើងគ្រប់គណៈទាំងអស់ព្រោះពេលខ្លះខឹងក៏កើតឡើងយើងអត់ដឹងតែប្រកាន់តែយើងខឹងមែនឬមែនហេ មែនលោកគ្រូមែន គណៈដែលខឹងនេះរចនារៀនឲ្យយល់ថាគណៈដែលខឹងនេះជានាមធម៌មួយប្រភេទផ្សេងទៀតដែលមិនមែនជាចិត្តគ្រាន់តែនឹកគិតឬដឹងច្បាស់នៅអារម្មណ៍ដល់តែខឹងមួម៉ៅនេះជាធម្មជាតិមួយប្រភេទទៀតដែលកើតជាមួយចិត្តឃើញទេជាធាតុដឹងដែរប៉ុន្តែដឹងដោយការបន្ទោសតោសៈយើងស្គាល់តែម្យ៉ាងគឺតោសៈខឹងមែនឬមែន ចាមែនលោកគ្រូ តែនេះមិនមែនជាចិត្តទេគឺជាចេតសិកកើតរួមជាមួយចិត្តដូចអណ្ដាតភ្លើងហើយនឹងពន្លឺភ្លើងស្គាល់នៅស្គាល់អណ្ដាត នៅលោកគ្រូ ស្គាល់អណ្ដាតភ្លើងហ្នឹងពន្លឺភ្លើងហ្នឹងណាអំពូលភ្លើងហើយនឹងពន្លឺភ្លើងស្គាល់ទេអំពូលភ្លើងដូចបំផោងវាអញ្ចឹង ស្គាល់លោកគ្រូតែអត់ដែរ យើងបើកវាទៅភ្លើងនោះវាមិនភ្លឺឬក៏ ចា ណាឬក៏អណ្ដាតភ្លើងនេះយើងហៅថាអណ្ដាតភ្លើងណាប៉ុន្តែវាមិនមែនពន្លឺភ្លើងទេមែនឬមែន មែនលោកគ្រូមែន ពីហ្នឹងខុសគ្នាអាមួយអណ្ដាតភ្លើងអាមួយពន្លឺភ្លើងអណ្ដាតភ្លើងអាហ្នឹងដូចចិត្តចឹងអាពន្លឺភ្លើងអាហ្នឹងដូចតោសៈគឺចេតសិកហ្នឹងចឹងវាកើតជាមួយចិត្តប៉ុន្តែវាបញ្ជាក់បង្ហាញថាភ្លឺភ្លើងអណ្ដាតភ្លើងហ្នឹងប៉ុណ្ណាណាពន្លឺជុំវិញហ្នឹងវាបញ្ជាក់ថាអណ្ដាតធំឬអណ្ដាតតូចដូចចិត្តនឹកគិតប៉ុន្តែតោសៈកើតព្រមជាមួយនឹងចិត្តនឹកគិតក៏ធ្វើឲ្យចិត្តហ្នឹងប្រទុះក្នុងអារម្មណ៍ឃើញទេអញ្ចឹងចិត្តមានតែមួយគត់រចនាទៅចាំចិត្តមានតែមួយគត់គឺដឹងច្បាស់នៅអារម្មណ៍ជាប្រធានជាធំក្នុងការដឹងច្បាស់នៅអារម្មណ៍ឃើញទេដឹងរឿងអីក៏ដោយបើអត់មានចិត្តដឹងដែរឬទេ អត់លោកគ្រូ ណាតែចិត្តជាយើងដែរឬទេ មិនមែនទេលោកគ្រូ ហ្នឹងហើយចិត្តមិនមែនជាយើងអញ្ចឹងចិត្តជាអ្នកដតីដែរឬទេ មិនមែនទេលោកគ្រូ ហ្នឹងហើយចិត្តក៏មិនមែនជាអ្នកដតីតែចិត្តជាធម្មជាតិមួយដែលកើតព្រោះអាស្រ័យបច្ច័យអត់មានអារម្មណ៍កើតអត់បានទេស្គាល់អារម្មណ៍ទេ ស្អីអារម្មណ៍យើងធម្មតានោះណាក្មេងៗពលខ្ញុំអារម្មណ៍អត់ល្អទេមែនឬមែន មែនលោកគ្រូ អូថ្ងៃនេះអារម្មណ៍សប្បាយដូចរីករាយទៅសមុទ្រអារម្មណ៍ដូចថ្លាអីចឹងទៅឃើញទេតែតាមពិតមិនមែនទេពលខុសហើយអារម្មណ៍បានន័យថាអ្វីដែលចិត្តនឹកដល់ចាប់បានទេ ចា អ្វីដែលធ្វើឲ្យចិត្តកើតឬអ្វីដែលចិត្តនឹកដល់អ្វីនោះឈ្មោះថាអារម្មណ៍បើចិត្តមិនកើតមិនឈ្មោះថាអារម្មណ៍ទេណាដោយគណៈនេះលឺមន់ល្ងាវទេ លឺលោកគ្រូលឺ មន់ល្ងាវទេសំឡេងមិនមានមន់ល្ងាវទេតែសំឡេងដែលប្រកបធ្វើឲ្យចិត្តលឺកើតតែដូចលឺមន់ល្ងាវប៉ុន្តែមន់ល្ងាវក្នុងចិត្តនឹកគិតតែចិត្តលឺអត់លឺមន់ល្ងាវទេតែសំឡេងនេះជាអារម្មណ៍ដែលធ្វើឲ្យចិត្តលឺកើតចឹងថ្ងៃហ្នឹងចេះពាក្យចិត្តនិងចេះពាក្យអារម្មណ៍អូខេ ចាលោកគ្រូ ម្ដងទៀតអ្វីឈ្មោះថាចិត្ត ចិត្តហ្នឹងគឺការដឹងច្បាស់នៅអារម្មណ៍លោកគ្រូ សាធុជាប្រធានជាធំក្នុងការដឹងច្បាស់នៅអារម្មណ៍ចាប់អីចឹង ចា អូ
ចាលោកគ្រូ ណាអត់មានយើងទេអត់មានសត្វដតីអត់មាននរណាជានាមធម៌ជានាមធម៌ជាធាតុដឹងច្បាស់នៅអារម្មណ៍អញ្ចឹងបានត្រូវស្គាល់អារម្មណ៍មួយទៀតថាអ្វីដែលឈ្មោះថាអារម្មណ៍ អារម្មណ៍គឺចិត្តដែលនឹកដល់លោកគ្រូ នឹងអ្វីដែលចិត្តនឹកដល់ដូចស្មៅនិងគោដូចចិត្តស្មៅដូចអារម្មណ៍ហីសួរថាអ្វីឈ្មោះថាស្មៅអ្វីដែលគោក៏បីស៊ីហីដូចបាយនឹងយើងដូចរចនាហើយនឹងបាយអ្វីបាយគឺអ្វីដែលរចនាក៏បីទំពាស៊ីហីហើយរចនាដូចចិត្តបាយដូចអារម្មណ៍ណាអារម្មណ៍ជារបស់ខាងក្រៅចិត្តជារបស់ខាងក្នុងអញ្ចឹងបើអត់មានអារម្មណ៍ទេចិត្តមិនអាចកើតឡើងបានទេយើងមិនអាចធ្វើចិត្តអីឲ្យកើតឡើងបានអញ្ចឹងដែលចិត្តខឹងគឺមិនមែនចិត្តដែលនឹងតោសៈតែកើតព្រមជាមួយនឹងចិត្តខឹងអញ្ចឹងដឹងអារម្មណ៍ដូចគ្នាប៉ុន្តែចេតសិកនឹងកើតជាមួយចិត្តណាបើជាតោសៈវាបន្ទុះប៉ុន្តែដូចចាំដូចជាណាស្ដាប់ទៅឥឡូវចាំបានណាចាំនេះជាចេតសិកដែរទៅកិច្ចចាំពាក្យថាចិត្តមានន័យថាម៉េចអារម្មណ៍មានន័យថាម៉េចចាំបានក៏មិនមែនរចនាដែរគឺចេតសិកហើយណាផ្ដើមចាំអ្វីគ្រប់យ៉ាងក្នុងជីវិតនេះយើងអត់ដែលស្គាល់ថាជាសច្ចធម៌ជាធម្មៈទេអញ្ចឹងចិត្តជាធម្មៈព្រោះកើតរលត់អាស្រ័យបច្ច័យអារម្មណ៍ក៏ជាធម្មៈព្រោះកើតរលត់អាស្រ័យបច្ច័យតែយើងអត់ដែលដឹងទៅហួងហែងទៅប្រកាន់ទៅយល់ថាយើងរស់នៅក្នុងโลกនេះតែតាមពិតអស់តែយើងមួយទៅសោកយល់ការពិតបាននេះដែលធម្មៈមានជំរឿអ្នកណាក៏មិនអាចដឹងបានដែរមានតែព្រះសម្មាសម្ពុទ្ធទេថាត្រាស់ដឹងនៅសច្ចធម៌គេថាសច្ចធម៌គឺគណៈនេះឯងចិត្តនឹកគិតកើតរលត់នេះឯងស្គាល់ធម្មៈបន្តិចម្ដងស្គាល់ព្រះសម្មាសម្ពុទ្ធយើងមិនអាចទន្ទិញពុទ្ធាំងសរណង្ឃកិច្ឆាមិឲ្យស្គាល់ព្រះអង្គបានទេស្គាល់ដូចគេយកទៅបង្រៀននៅសាលារៀនគេថាអូពុទ្ធសាសនាគឺសាសនាត្រាស់ដឹងនៅសច្ចធម៌មិនគ្រប់គ្រាន់ទេតើតរចនាស្ដាប់សន្ទនាយ៉ាងនេះរឿយទៅផ្ដើមដឹងថាព្រះសម្មាសម្ពុទ្ធគឺជាអ្នកណាត្រាស់ដឹងនៅអ្វីគឺត្រាស់ដឹងនៅការពិតនេះឯងទៅយើងមិនបានត្រាស់ដឹងនៅការពិតរស់នៅជាទុក្ខគ្រប់គ្នារហូតមែនឬមែនតែអត់ដឹងណាហ្នឹងថ្ងៃហ្នឹងចាំពីពាក្យ3ពាក្យចិត្តមួយចេតសិកមួយអារម្មណ៍មួយចាប់បានទេចឹងចាលោកគ្រូសាធុអរគុណរចនាខំប្រឹងរៀនណាចាអរគុណចាលោកគ្រូសាធុចៅមួយទៀតសិនណាចៅមួយទៀតចៅប្រុសឈ្មោះអីវាអត់តាមប្រាក់ឈ្មោះតាឈ្មោះប៊ុនណាប៊ុនណាមាន2នាក់ប៊ុនណាចៅហើយប៊ុនណាតាមួយតាប៊ុនណានៅក្នុងនឹងដែរណាតាធម្មមេចាប៊ុនណាឥឡូវចៅធម្មមេចាប៊ុនណាមួយទៀតខំរៀនទេចៅខំរៀនទាំងគ្រប់កន្លែងទាំងអស់ចៅមិនត្រូវខ្ជិលជាដាច់ខាតព្រោះចៅជាគន្លឹះជាគោលសំខាន់របស់ប្រទេសជាតិទាំងមូលអញ្ចឹងចៅត្រូវប្រឹងរៀនជាដាច់ខាតចៅកុំនឹកគិតរឿងអ្វីដែលធ្វើឲ្យចៅខ្ជិលច្រអូសចៅត្រូវប្រឹងឡើងថាមនុស្សគ្រប់ចម្ពោះសត្វគ្រប់យ៉ាងព្រោះចង់បានសុខតែបើមិនមានអាត្មាអញទេគឺមិនបានសុខជាដាច់ខាតចាំពាក្យតាបានទេបានលោកតាបើចៅសាងខ្លួនជាមនុស្សល្អចៅនឹងធ្វើឲ្យមនុស្សជុំវិញចៅបានសេចក្តីសុខគ្រប់គ្នាចាប់បានទេចឹងចៅខំប្រឹងរៀនគ្រប់ពេលទាំងអស់ឆ្ងល់អីរៀនចេះដល់ណាហើយរៀនចេះដែលលោកតាស៊ូមសមិញស៊ូពីអីស៊ូពីស្អីឃើញជាអ្វីអីឆ្លើយមួយមិនអីទេមួយច្បាស់លាស់គេនិយាយពាក្យណាពាក្យនោះត្រូវម៉ត់ចត់ត្រូវច្បាស់លាស់
អត់មានអីទេអ្នកប្រាជ្ញគេអត់ដែលនិយាយអីទេអ្នកប្រាជ្ញគឺនិយាយមួយតែច្បាស់លាស់រៀនពីអីមិនសមមិញរៀនពីឃើញជាអ្វី ត្រូវ តបោ អ្វីឃើញឆ្លើយទៅអ្វីឃើញ ធាតដឹង ធាតដឹងហេតុអីបានឃើញអត់មានបោះប្រយោគទេណាចៅត្រូវចាំហេតុអីបានឃើញហើយត្រូវយល់ហេតុអីបានឃើញ ហេតុអីបានឃើញ បើអត់មានរូបប្រកបចៅឃើញទេ អនលោកតា បើអត់មានរូបប៉ះនឹងភ្នែកចៅឃើញបានទេ អន ចឹងដល់តែរូបប៉ះនឹងភ្នែកចៅឃើញឬចក្ខុវិញ្ញាណឃើញ បាទលោកតា អេកុំឆ្លើយបានអត់ឆ្លើយបានទេស្ដាប់ម្ដងទៀតបើរូបប៉ះទប់នឹងភ្នែកចៅឃើញឬចក្ខុវិញ្ញាណឃើញស្ដាប់សំណួរហើយឆ្លើយតាមសំណួរហ្នឹងបានចេះរូបប៉ះទប់នឹងភ្នែកចក្ខុប្រសាទពេលហ្នឹងចៅឃើញឬចក្ខុវិញ្ញាណឃើញ អឺ ចក្ខុវិញ្ញាណឃើញចក្ខុវិញ្ញាណឃើញកើតមែនទេ មែន ចាប់បាននៅណា បាន អញ្ចឹងគណៈនេះមានឃើញទេ ឃើញលោកតា ឃើញនៅទីណា ឃើញនៅទីកន្លែង ឃើញអត់មាននៅទីណាទេតែឃើញកើតព្រោះអាស្រ័យបច្ច័យចាំណា តា ណាឃើញអត់មាននៅក្នុងទីណាឡើយមុននឹងកើតអត់មានកើតហើយរលត់ទៅកើតព្រោះអាស្រ័យបច្ច័យចាប់បានទេ3ម៉ាត់ហ្នឹងណា បាទ ណាស្អែកជួបគ្នានិយាយរឿង3ម៉ាត់ហ្នឹងឲ្យតាស្ដាប់ឃើញអត់មាននៅក្នុងទីណាទេមុននឹងកើតអត់មានកើតហើយរលត់ទៅកើតព្រោះអាស្រ័យបច្ច័យចាក់បានទៅហើយចាំចាក់ស្ដាប់ម្ដងទៀតហើយស្អែកឆ្លើយចូលមកជួបតាប្រាប់រឿងហ្នឹងអូខេ បាទ អរគុណចៅ គ្រូតា សាធុ គ្រូសាស្ត្រតបកា បាទសូមគោរពបាទសក់នាងសំណាងដែរ គណៈនេះសូមថ្វាយបង្គំដល់លោកគ្រូនិងសូមគោរពដល់ញាតិមិត្តទាំងអស់ក្នុងការសិក្សាផងទៀតសិស្សសូមឱកាសបន្តសិក្សាអំពីអយតនៈបន្តទៀតលោកគ្រូទៀត ណាសាធុអយតនៈដល់ណាហើយ អយតនៈអត់មានគិតទៅដល់ណាទេគឺគិតដល់ត្រឹមគណៈនេះតែម្ដងលោកគ្រូទៀត សាធុគណៈនេះមានអយតនៈអ្វីកើត គណៈនេះឬជាមេយតនៈទានគណៈនេះ អវិជ្ជាជាអយតនៈទេ អវិជ្ជាជាអយតនៈលោកគ្រូទៀត គណៈកំពុងសន្ទនានេះមានស្គាល់ការពិតទេ គណៈកំពុងសន្ទនានេះមិនបានស្គាល់ការពិតទេលោកគ្រូទៀត អ្វីដែលមិនស្គាល់អ្វីដែលមិនស្គាល់ការពិត គឺអវិជ្ជាជាធម្មយតនៈលោកគ្រូទៀត អវិជ្ជាជាធម្មយតនៈហេតុអីបានអវិជ្ជាជាធម្មយតនៈ ហេតុអ្វីព្រោះអវិជ្ជាកើតលោកគ្រូទៀត អវិជ្ជាជាចេតសិកឬជាចិត្ត អវិជ្ជាជាចេតសិកលោកគ្រូ ជា ទៀត ចេតសិកទៅជាអយតនៈកើតរលត់តែដឹងថាជាអវិជ្ជាបានតាមសេចក្តីពិតដែរឬទេ អត់ទេលោកគ្រូទៀតមិនដែលដឹងអវិជ្ជាតាមដីពិតទេ អវិជ្ជាកើតរលត់ដឹងថាអវិជ្ជាកើតរលត់ដែរឬទេ អវិជ្ជាកើតរលត់អត់ដែលដឹងថាអវិជ្ជាកើតរលត់ទេទៀត មានបញ្ហាមួយចូលមកជ្រៀតដើម្បីយកផលប្រយោជន៍ពីខ្លួន
គឺបញ្ហាថាឧបាទៈថេតៈភង្គៈមិនដែលលើលោកគ្រូសៅពោលពីថេតៈបើមិនពោលពីថេតៈធ្វើមិនមានវិបស្សនាចូលទៅដឹងធម៌នឹងបាននិយាយដូចចេះចំព្រះបាទដែរមែនឬមែនបាទទៀនការពោលដោយមិនដឹងពោលទាំងមិនដឹងតែម្ដងទៀតឧបាទៈនៅកន្លែងណាអវិជ្ជាកើតមែនឬមែនបាទទៀនហើយរលត់ទេរលត់ត្រង់កន្លែងណាជាឧបាទៈឧបាទៈកន្លែងកើតឧបាទៈកន្លែងកើតត្រង់កន្លែងណាជាថេតៈតែកន្លែងកើតហ្នឹងកើតហើយតទៅតាំងនៅទៅរលត់ទៅវាអត់ចាំបាច់តាំងនៅទេកើតរលត់ប៉ុន្តែលោកគ្រូទៀនសិស្សសូមឱកាសកន្លែងហ្នឹងបើមិនកើតធ្វើម៉េចនឹងដឹងថាតាំងនៅបើមិនតាំងនៅធ្វើម៉េចដឹងថារលត់ទៅព្រោះតែកើតព្រោះតែកើតទៅមានមែនទៅមានមែនឬមែនព្រោះតែកើតទៅមានអាមានហ្នឹងឯងជាថេតកណៈមែនឬមែនបាទទៀនមានតាំងនៅឬមានរលត់ទៅមានហើយរលត់ទៅសាធុចាំបាច់ថេតយកមកពោលទេអត់ចាំបាច់ទេព្រោះបើមិនកើតធ្វើម៉េចនឹងរលត់ណែហើយហើយដែលពោលថាវិបស្សនាចូលទៅស្គាល់ត្រង់កន្លែងថេតនិយាយនេះត្រូវនិយាយខុសនិយាយអត់ត្រូវព្រោះអីវិបស្សនាត្រង់កន្លែងណានិយាយមួយឆ្លើយមួយកុំតាន់អធិប្បាយកន្លែងថាតាំងនៅណែនិយាយអត់ត្រូវឈ្មោះវិបស្សនាមានន័យថាម៉េចនិយាយអត់ត្រូវបានន័យថាអត់ដឹងលោកគ្រូអត់ដឹងជាវិបស្សនាប្រែថាម៉េចមានន័យថាម៉េចគឺអត់ដឹងមិនមែនវិបស្សនាចូលទៅឃើញតួថេតធោឯងបាទទៀនវិបស្សនាប្រែថាម៉េចវិបស្សនាគឺបញ្ញាឃើញយ៉ាងម៉េចបញ្ញាឃើញរូបធម៌នាមធម៌កើតរលត់សាធុបើមិនកើតមិនរលត់ជាអារម្មណ៍របស់វិបស្សនាទេបើមិនកើតមិនរលត់មិនមែនជាអារម្មណ៍របស់វិបស្សនាទេទៀនអញ្ចឹងពាក្យថាចូលទៅឃើញតួធម៌ថេតតាំងនៅជាវិបស្សនាពោលត្រូវឬពោលខុសពោលអត់ត្រូវទេលោកគ្រូទៀននេះជាចម្លើយឆ្លើយតបជូនលោកគ្រូបកែររឿងហ្នឹងក៏ប៉ុណ្ណឹងឯងឆ្លើយតបជូនមកល្ងងខ្លាំងពេករៀនឲ្យចេះគិតល្ងងតែថាចូលទៅបានន័យថាកន្លែងនោះមានតាំងនៅមានអាចចូលទៅមានតួខ្លួនតែវិបស្សនាគឺជាអ្វីមិនស្គាល់ទេតែតួខ្លួនចូលទៅដឹងថេតកណៈនៅណាសំដែងគិតខ្លួនឯងថាធោកើតរលត់បាទទេតើទៅប្រធានបទងាកមិញអត់បានប្រយោជន៍សោះបងខ្ញុំនោះរវល់អត់ដំពេកនិយាយឡើងមួម៉ៅតែមកនិយាយធោអីគេមិនដាល់លក់ហាងកំពុងរវល់ខ្ញុំថាណាត់គាត់បន្តិចចង់ដោះស្រាយជូនហើយដល់ឲ្យគាត់អត់ស្ដាប់ផងអញ្ចឹងអត់ប្រយោជន៍ទៅដែរចឹងទីតាមមិញសិស្សស្ដាប់ដែរក៏ប៉ុន្តែបើពេលស្ដាប់ទៅវាអត់ឃើញមានផលអីវាមានតាភាពមិនណះកើតឡើងអញ្ចឹងសិស្សក៏ឈប់ស្ដាប់សិស្សមកស្ដាប់ការបង្រៀនរបស់លោកគ្រូវិញទៅឈប់អរគុណបាទសក់នាងសំណាងអញ្ចឹងយល់វិបស្សនាក៏គេពោលយ៉ាងម៉េចកុំនឹកទៅអូគេពោលដូចត្រូវដែរគេអាងកម្ពីណានិយាយយ៉ាងនេះគ្មានទេគ្មានកម្ពីកូនពោលថាវិបស្សនាចូលទៅដឹងថេតកណៈអត់មានទេសូម្បីតែការចូលទៅហើយបានន័យថាមានអត្តសញ្ញាមានអត្តាតួខ្លួនទើបអាចចូលទៅកើតព្រោះធម៌កើតរលត់មិនមានតែនិយាយវាមិនត្រូវវានិយាយវាអត់ត្រូវតួវិបស្សនាមានន័យថាម៉េចឃើញអ្វីសូម្បីចាប់ផ្ដើមពីនាមរូបបរិច្ឆេទញ្ញាណកំណត់ដឹងនៅទុក្ខនេះជាតកតងនឹងសតិប្បដ្ឋានបដិបត្តិណាបានកំណត់ដឹងនៅអរិយសច្ចៈដែលកើត
ជុំទី1គឺសច្ចញាណនាមរូបបរិច្ឆេទញាណហ្នឹងសច្ចញាណកើតអស់មិនមែនវិបស្សនាចូលទៅទេតែបញ្ញាកើតស្គាល់អ្វីដែលកើតគណៈនេះវាមិនអាចស្គាល់ថតិគណៈបានទេព្រោះធម៌វាអត់មានថតិគណៈតាំងនៅទេគ្រាន់តែវាកើតវារលត់អថតិហ្នឹងគឺត្រង់កើតហ្នឹងណាតែវារលត់ទៅវាអត់មានតាំងនៅឲ្យស្គាល់អីទេទៅធម៌ដែលប្រកបមិនប្រកបតាមសេចក្តីពិតប្រកបត្រឹមតែជានិមិត្តគឺកើតរលត់តែប៉ុណ្ណោះយ៉ាងកើតរលត់នេះឯងជាអារម្មណ៍របស់វិបស្សនាជាទីតាំងនៃសតិរលឹកមិនមែនចូលទៅទាញមកអីទេវាអត់មានទេណាលោកគ្រូបារាំងទៀតវាអត់មានធម៌នឹងរលត់ហើយយើងទៅទាញយកមកពិចារណាវាអត់មានអីទេបើមិនស្គាល់គណៈនេះធម្មៈកើតរលត់យ៉ាងណាជាអ្វីគឺអត់តល់រហូតព្រោះធម៌នឹងមិនត្រឡប់មកកើតវិញទេហើយក៏មិនអាចឲ្យមានបញ្ញាកើតតាមក្រោយអីទេអត់ទេគឺត្រូវតែគណៈនេះឯងអញ្ចឹងព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធគឺយើងស្ដាប់ខុសព្រះអង្គសម្ដែងធម៌ណាធម៌នោះគឺគណៈនេះឯងមិនគឺគណៈដតីទេយើងត្រូវស្ដាប់ឲ្យយល់ថាវិបស្សនាកើតមិនមែនយើងធ្វើទេមិនមែនទិសដៅស្ដាប់ឲ្យមានវិបស្សនាទេនេះខុសទិសដៅស្ដាប់ឲ្យយល់ព្រះអង្គត្រាស់សម្ដែងធម៌ណាធម៌នោះគឺអភិញ្ញយៈយល់បានដែរឬទេណែសាធុអរគុណបាទសាក់នាងសំណាងទៀតអរលោកគ្រូតើខ្សែបង្គំលាលោកគ្រូទៀតបាទសូមគោរពអញ្ជើញលោកគ្រូវិចិត្រទៀតបាទគ្រូយើងបន្តខ្ញុំកណាសម្បត្តិសូមលក្ខណៈសំណុំអរកាយគោរពដល់លោកគ្រូសូមទាំងធម្មញាតិទាំងអស់ដល់ចិត្តគោរពជាកិច្ចបន្តសូមឱកាសពីលោកគ្រូនិងធម្មញាតិដើម្បីបានឱកាសសន្ទនានៅអវិជ្ជាជាមួយនឹងសង្ខារជាបច្ច័យសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យតទៅទៀតពីថ្ងៃមុនដោយបានសម្រាប់វិជ្ជាតគ្រប់គ្រាន់នៅអវិជ្ជាសង្ខារមានព្រោះអវិជ្ជាជាបច្ច័យហ្នឹងគ្រប់គ្រាន់ទេនៅគ្រូនៅត្រង់កន្លែងណាតំបានតែសង្ខារអបញ្ញាវិសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យនៅបញ្ញាបញ្ញាវិសង្ខារបញ្ញាណែបញ្ញាវិសង្ខារមានន័យថាម៉េចបញ្ញាវិសង្ខារគឺជាចេតនាដែលកើតហើយរលត់ទៅហើយនៅក្នុងមហាកុសលចិត្ត8ដួងនិងរូបាវចរៈកុសល5ដួងរូបទាំងអស់13ដួងចេតនាហ្នឹងតែរលត់ទៅហើយជាបច្ច័យឲ្យកើតលឺនៅក្នុងគណៈនេះណែសាធុប៉ុន្តែយើងដឹងថាគណៈនេះមានចេតនាជាកុសលដែរឬទេអត់ដឹងគ្រូសភាពពិតនៃចេតនាកើតដូចដឹងតែដែរមិនដឹងតែដែរតែវាកើតមែនឬមែនដែលដឹងតែវាកើតប៉ុន្តែអត់ដឹងដែរមិនតែសភាពពិតនៃតួចេតនាហ្នឹងគឺមិនងាយនឹងដឹងបានតែគណៈនេះបើអត់មានចេតនាណាប្រកងដើម្បីស្ដាប់សន្ទនាទេយើងស្ដាប់យើងសន្ទនាកើតដែរឬទេអត់ទេមិនមានចេតនាមានអីប្រកងប៉ុន្តែពាក្យពីរហ្នឹងខុសគ្នាអ្នកនិយាយហើយទៅអត់អាចយល់បានអ្នកនិយាយមួយផ្នែកទៀតថាយើងប្រកងចេតនាដើម្បីស្ដាប់ធម៌មែនឬមែនបាទលោកគ្រូហើយកន្លែងនេះណែបើយើងមិនមានចេតនាស្ដាប់ធម៌យើងអត់អាចស្ដាប់ធម៌បានទេតែផ្ទុយពីនឹងមកវិញតែគណៈនេះចេតនាកើតតែអត់ដឹងថាជាចេតនាទៅសម្គាល់តែខ្លួនឯងស្ដាប់ធម៌មែនឬមែនបាទតាមពិតគណៈនេះមានកុសលចេតនាក្នុងកុសលចិត្តណាមួយកើតគ្រាន់ថាវា
ជាតេហេតុក៏មិនដឹងជាទ្វិហេតុក៏មិនដឹងមែនឬមែនបាទលោកគ្រូតើតែស្ដាប់យល់គណៈដែលស្ដាប់យល់ក៏មានចេតនាណែកំពុងស្ដាប់ក៏មានចេតនាប៉ុន្តែស្ដាប់ហើយគិតខុសក៏មានចេតនាតែវាជាអកុសលចេតនាអីទៅតាមនឹងតែមែនឬមែនបាទជាទូមានគ្រប់គណៈប៉ុន្តែមិនបានចាប់ភ្លឹកថាមិនមែនព្រះអង្គត្រាស់សម្ដែងឲ្យធ្វើចេតនាទេព្រះអង្គត្រាស់សម្ដែងពីចេតនាគឺត្រូវតែដាក់សំណួរថាចេតនាគឺជាអ្វីកុសលចេតនាគឺជាអ្វីនេះជាការសិក្សាធម្មៈព្រះពុទ្ធសាសនាក្រាបថ្វាយគុំគណៈគុណចាស់អង្គគ្រូប៉ែនសិដ្ឋាព្រះគ្រូចារិកាវត្តភ្នំសន្ទូចដែលដោយសេចក្តីគោរពកត់ក្រែងជ្រះថ្លាពីចម្ងាយដោយសូមការអនុញ្ញាតសិក្សាសន្ទនាធម្មៈបន្តទៀតអញ្ចឹងចំណុចសំខាន់យើងរៀនពេលរៀនអីទៅតាមហ្នឹងទៅអ្វីជាតួបញ្ញាវិសង្ខារបានន័យថាជាបនយើងស្គាល់បនអញ្ចឹងនិយាយចំទៅសង្ខារជាបនហ្នឹងឯងគឺកុសលចេតនាហ្នឹងហើយកុសលចេតនាណែឃើញយើងជាទូទៅថាខ្ញុំទៅថ្វាយគុំប្រទេសឥណ្ឌាតើបានបនដែរឬទេសំណួរហ្នឹងមានន័យថាម៉េចមានន័យថាអត់ស្គាល់បនអត់ស្គាល់ចេតនាអត់ស្គាល់បនក៏អត់ស្គាល់ចេតនាឃើញទេតើខ្ញុំបានបនច្រើនប៉ុណ្ណាតិចប៉ុណ្ណានេះបញ្ជាក់បង្ហាញថាគឺមិនដែលសន្ទនាមិនដែលស្គាល់ការពិតនៃសច្ចធម៌គឺចេតនាជាអ្វីអស់ចា៎បាទតែសម្គាល់តែខ្លួនចាប់ប៉ុណ្ណាធ្វើអីដឹងតែថាបានប៉ុណ្ណាអីប៉ុណ្ណាហ្នឹងណាអត់ចាប់ដើមនឹងសួរថាបានប៉ុណ្ណាណាតើចាប់ដើមដោយអ្វីចាប់ដើមហ្នឹងវាខុសស្រេចទៅហើយហ្នឹងចាប់ដើមដោយអ្វីហើយលោកភៈមកដល់ណាដោយតណ្ហាសង្ឃឹមរហូតសង្ឃឹមមកពីយល់ខុសក្នុងជីវិតនេះថាខ្លួនមែនឬមែនគឺយល់តែមួយយ៉ាងគាត់ថាខ្លួនតែតាមពិតជីវិតជាធម្មជាតិសោះកើតរលត់ព្រោះអាស្រ័យបច្ច័យគ្រប់ពេលជីវិតជាធម្មៈសោះតែមិនដែលដឹងអញ្ចឹងទៅរស់ក្នុងក្តីសង្ឃឹមរហូតធ្វើអីសង្ឃឹមសិក្សាធម៌សង្ឃឹមឲ្យរួចចាក់ទុកឲ្យចេះធម៌មែនឬមែនបាទលោកគ្រូលោកគ្រូវិចិត្រក៏យើងក៏ភ្លេចខ្លួននៅសិក្សាបដិច្ចសមុប្បាតចង់ឲ្យយល់បដិច្ចសមុប្បាតមែនឬមែនបាទគ្រូតែតាមពិតបដិច្ចសមុប្បាតគឺជាអ្វីគឺគណៈនេះឯងអវិជ្ជានឹងតែមិនដឹងសង្ខារនឹងតែមិនដឹងមែនឬមែនបាទណែជ្រៅប៉ុណ្ណាទៅណារាច់ជាបច្ច័យឲ្យកើតសង្ខារណាគណៈនេះឯងជាសង្ខារគណៈនេះឯងគឺជាអវិជ្ជាប៉ុន្តែមិនដែលដឹងថាជាអវិជ្ជាត្រង់តាមសេចក្តីពិតមិនដែលដឹងថាជាសង្ខារត្រង់តាមសេចក្តីពិតណាទៅស្វែងរកទៅប្រកាន់ទៅមិនមែនជាអរិយមគ្គចឹងតើអរិយស្ដាប់យល់ចូលចិត្តបានផ្ដើមមានអរិយមគ្គគឺស្គាល់តួធម្មៈគណៈនេះជាសង្ខារដែលជាបញ្ញាក៏ដោយជាអបញ្ញាក៏ដោយតែគណៈនេះជាសង្ខារបើមិនមានសង្ខារទេណាមិនមែនជាផលរបស់អវិជ្ជាព្រោះផលអវិជ្ជាតើសង្ខារកើតគណៈនេះមែនឬមែនបាទលោកគ្រូបាទប៉ុន្តែមិនដឹងថាជាផលរបស់អវិជ្ជាគឺសង្ខារនៅចំណុចខ្លះថាយើងអត់មានសង្ខារទេសង្ខារកើតចេះពោលចឹងតែតាមពិតគណៈនេះឯងអវិជ្ជាជាបច្ច័យនាំឲ្យកើតសង្ខារគណៈនេះឯងគឺជាបដិច្ចសមុប្បាតអរគុណលោកគ្រូវិចិត្រជាទូទៅបាទជាទូទៅគឺសិក្សាអវិជ្ជាក្នុងគម្ពីរលោកគ្រូដែលបានសិក្សាអវិជ្ជាក្នុងគណៈនេះមិនអាចដឹងបានសូមគោរពទាំងពីរអ្នកសរសេរហៅមុនបាទសិក្ខាសេរហៅមុនអរគុណលោកគ្រូវិចិត្រទេចាបាទមានអ្នកចង់ក្តៅបាទសូមគោរពទេគោរពបាទសិក្ខាសេរហៅមុនគ្រូ
នេះខ្ញុំចង់បញ្ជាក់លោកគ្រូសូមវិញដែលលោកគ្រូឆ្លើយអំពីថាចិត្តនឹកគិតហ្នឹងអ្វីប្រកបលោកគ្រូសួរហ្នឹងដល់ពេលលោកគ្រូមានប្រសាសន៍ថាចិត្តនឹកគិតហ្នឹងដល់ចាំហ្នឹងគឺដល់ថាមានអ្វីជាប្រកបហ្នឹងគឺការចាំមែនទេទៀតចិត្តនឹកគិតមានហ្នឹងលោកគ្រូបើមានប្រសាសន៍ថាចិត្តនឹកគិតហ្នឹងអ្វីប្រកបខណៈហ្នឹងនឹកគិតអំពីអ្វីចាហើយលោកគ្រូមានប្រសាសន៍ថាចាំមែនទេខ្ញុំនិយាយចឹងមែនlạiនិយាយទៅខុសណាចិត្តនឹកគិតមានអីជាអារម្មណ៍មែនទេលោកគ្រូថាលោកនិយាយពីរឿងពេលទំនៀមសើមិញពេលល្ងាចម៉ោង9ហ្នឹងលោកគ្រូនិយាយជាមួយលោកតាម៉ៅហ៊ុយហ៎ចាលោកគ្រូជឿថាកណាហ្នឹងពួកយើងកំពុងគិតហ្នឹងអ្វីប្រកបអ្វីកើតអ្វីប្រកបគឺសញ្ញាចាំអានេះខ្ញុំសួរពីគាត់ដែលឆ្លើយថាណាទុក្ខវេទនាហ្នឹងណាដែលគិតពីទុក្ខវេទនាហ្នឹងតើអ្វីប្រកបអត់ដែលដឹងទេតែសញ្ញាប្រកបមិនមែនសញ្ញាប្រកបឲ្យគិតទេគណៈហ្នឹងសញ្ញាប្រកបព្រោះដឹងថាសញ្ញាកើតចាខ្ញុំចង់បញ្ជាក់ថាពេលគ្រូថាមានសញ្ញាហ្នឹងអាហ្នឹងយើងគិតតាំងពីចិត្តអាចគិតថាសមចិត្តសឹកដែលសមយុទ្ធជាមួយនឹងចិត្តហ្នឹងបានហើយទៀតពេលដែលប្រកបជាមួយគ្នាហ្នឹងពាក្យតែប្រកបក្នុងទីនេះសញ្ញាកើតរលត់ហើយជាអារម្មណ៍របស់ចិត្តមួយទៀតចាគ្រូចាស់ចិត្តសឹកដតេដែលកើតជាមួយចិត្តហ្នឹងអាចអាហ្នឹងដូចគ្នាប៉ុន្តែគណៈនេះមានសញ្ញាមួយដែលប្រកបឡើងជាអារម្មណ៍របស់ចិត្តនឹកគិតតែខ្ញុំឲ្យគាត់នឹកគិតហ្នឹងឲ្យគាត់យល់ថាវាមានធាតុមួយដែលប្រកបតែមិនអាចដឹងបានតែប្រកបដល់អវិជ្ជាថាអញ្ចាំទិដ្ឋិថាអញ្ចាំចាប់បានទេចឹងចាអញ្ចឹងន័យហ្នឹងគឺសំដៅទឹកចាំតែមួយពេលអត់ទេទិដ្ឋិដែលវាកើតឡើងថាអញ្ចាំនេះអញនឹកគិតឆ្លើយនេះឆ្លើយថាទុក្ខវេទនាកើតក្នុងរាងកាយនេះចេះនេះដែលលើកមកសួរនឹងលើកដោយការចាំមិនដោយបញ្ញាទេតែក៏សម្គាល់តែខ្លួនឯងចាំមិនអញ្ចឹងចាចាគណៈដែលសម្គាល់តែខ្លួនឯងចាំនឹងវាជាអ្វីហើយចាំនឹងជាអ្វីបានន័យថាចាំនឹងប្រកបនឹងប្រកបត្រឹមតែជានិមិត្តទេមិនមែនតួចាំនឹងទេគឺកើតរលត់ហើយមិនតែថែក៏ចាប់យកថាយើងចាំខ្ញុំចាំបាទសក់មួយម៉ៅហុយហ្នឹងគាត់ចាំថាលើកមកសួរពីទុក្ខវេទនាហ្នឹងប៉ុន្តែរឿងសំខាន់វាមិនមែនសញ្ញាជាធម្មទេសញ្ញាអញចាំរឿងហ្នឹងអញត្រូវលើកមកសួរនេះដូចថាសញ្ញាហ្នឹងវាប្រកបដល់ទិដ្ឋិនិងអវិជ្ជាចឹងបានន័យថាសញ្ញានៅពេលនេះគឺសញ្ញាទិដ្ឋិយល់ខុសហ្នឹងមែនទេសញ្ញាជាអារម្មណ៍របស់ទិដ្ឋិហ្នឹងហើយកន្លែងដែលថាសញ្ញាដែលជាអារម្មណ៍របស់ទិដ្ឋិនេះគឺថាអញចាំដែលថាអញចាំនឹងជាសញ្ញាទេជាសញ្ញាទេអត់ទេដែលថាអញចាំនឹងគឺទិដ្ឋិមានសញ្ញានឹងជាអារម្មណ៍សញ្ញានឹងប្រកបដល់ទិដ្ឋិចាប់បានហើយព្រោះសញ្ញាបើមិនមានសញ្ញាទេចាំរឿងថាទុក្ខវេទនាលើកមកនិយាយដែរឬទេហ្នឹងហើយបើអត់មានសញ្ញាក៏អត់លើករឿងនេះប៉ុន្តែដែលថាសញ្ញាចាំរឿងទុក្ខវេទនានឹងដែរឬទេអត់ទេអត់ដែលទេគឺថាយើងអ្នកចាំរឿងទុក្ខវេទនាហ្នឹងធរដែលឈ្មោះទុក្ខវេទនាហ្នឹងហើយលើកមកនិយាយហើយអញ្ចឹងសញ្ញាហ្នឹងជាអារម្មណ៍របស់ទិដ្ឋិហើយអវិជ្ជាវាអត់ស្គាល់សញ្ញាហ្នឹងទៅទិដ្ឋិកើតឡើងអញ្ចឹងសញ្ញាហ្នឹងកើតរលត់ហើយជាអារម្មណ៍របស់ទិដ្ឋិត្រង់កើតរលត់នឹងព្រោះវាមិនប្រកបតាមសេចក្តីពិតទេដែលថាប្រកបណាវាមិនប្រកបតាមសេចក្តីពិតទេវាប្រកបត្រឹមតែជានិមិត្តទៅទិដ្ឋិកើតឡើងមិនស្គាល់និមិត្តនោះទេស្គាល់តែសញ្ញានោះកើតចាំតែមិនស្គាល់តួសញ្ញាហ្នឹងទេក៏តែលក្ខណៈចាំហ្នឹងគឺអញនឹងមកព្រោះអត់ដឹងថាចាំហ្នឹងជាអ្វីដោយអវិជ្ជាចាប់បានទេចាចាលោកគ្រូឡើយនៅយើងសម្រួលខ្លាំងណាស់លោកគ្រូថាជ្រៅមែនតើឥឡូវខ្ញុំដូរប្រធានបទហ្នឹងដែលឧបាសិកាសេគណៈបាទសូមឱកាសកន្លែងសញ្ញានឹងបន្តិចដែលតាមពិតទៅដែលគាត់និយាយថាអធិតិដែលតាំងនៅ
យកមកឲ្យបញ្ញាសតិរលឹកហ្នឹងណាគាត់អត់គាត់ថាហ្នឹងជាបញ្ញាដែលចាំអាគោដែលរលត់ទៅហ្នឹងដល់អញ្ចឹងគាត់ថាហ្នឹងគោអញ្ចឹងហ្នឹងហើយណាចង់បញ្ជាក់អញ្ចឹងគោណាមាននៅឲ្យសតិរលឹកគោណាមាននៅឲ្យបញ្ញាឃើញទៅខ្ញុំបញ្យល់គាត់ថាមានតែសញ្ញាដែលគិតចាំហ្នឹងឯងយកមកនិយាយអត់មានស្អីទៀតទេអញ្ចឹងដោយបាសិកាសេងហៅម្ដងបាសិកាសេងហៅចាំរឿងហ្នឹងមែនឬមែនចាទៀតហើយប៉ុន្តែដែលចាំលើករឿងហ្នឹងមកបាសិកាសេងហៅដឹងថាគណៈនេះគឺជាសញ្ញាដែរឬទេឃើញដឹងតែខ្លួនឯងចាំរឿងហ្នឹងបានឆ្ងល់រឿងហ្នឹងមែនឬមែនចាទៀតអញ្ចឹងដឹងតែខ្លួនឯងឆ្ងល់រឿងហ្នឹងគឺមានសញ្ញាប្រកាសឲ្យដឹងតែខ្លួនឯងតែសញ្ញាតែសញ្ញានៅទីនេះគឺសញ្ញាមានថាជាខ្លួនមែនទេទៀនអាសញ្ញាថាជាខ្លួនផ្សេងតែសញ្ញាចាំរឿងហ្នឹងមួយផ្សេងយល់ទេអាចាំរឿងដែលថ្ងៃហ្នឹងអញត្រូវតែមកសួរលោកគ្រូឲ្យរឿងហ្នឹងអញអត់ច្បាស់នេះអាសញ្ញាដែលចាំរឿងហ្នឹងអាហ្នឹងពិតដែរប៉ុន្តែអត់ដឹងថាសញ្ញាដែលចាំរឿងហ្នឹងជាអ្វីអានេះអវិជ្ជាហើយបានសម្គាល់ថាចាំហ្នឹងចាំរឿងហ្នឹងគឺអញចាំអានេះអត្តសញ្ញាហើយ3ហ្នឹងខុសគ្នាទេអាមួយអត់ស្គាល់ធាតុពិតគឺសញ្ញាដែលកើតចាំរឿងហ្នឹងណែកំពុងកើតរលត់ប៉ុន្តែអាសញ្ញាដែលកំពុងកើតរលត់ហ្នឹងវាអត់ប្រកបជាអារម្មណ៍របស់សតិឬក៏វិបស្សនាតែវាប្រកបជាអារម្មណ៍របស់ទិដ្ឋិហើយនិងអវិជ្ជាបើអត់មានអវិជ្ជាទេទិដ្ឋិអត់កើតទេតែដល់តែមានអវិជ្ជាអត់ស្គាល់អាការចាំហ្នឹងចាំរឿងដែលត្រូវលើកមកនិយាយកំពុងនិយាយនេះដោយសញ្ញាមិនមែនដោយបញ្ញាទេសញ្ញាចាំរឿងហ្នឹងប៉ុន្តែអត់ស្គាល់រឿងហ្នឹងទេព្រោះចង់ដឹងថាសញ្ញាដែលពោលមកសមិញនោះប្រកបយ៉ាងម៉េចឃើញទេតែតាមពិតរឿងដែលត្រូវដឹងហ្នឹងគឺកំពុងឆ្ងល់នេះជាអ្វីចាំហ្នឹងជាអ្វីអានេះដែលថាត្រូវស្គាល់ការពិតគណៈនេះវាអត់ចាំបាច់តទៅឆ្លើយសំណួរដែលចាំឲ្យឆ្ងល់នោះទេតែអ្វីដែលពិតកំពុងប្រកបជាសច្ចធម៌គឺសញ្ញាដែលសម្គាល់ថាខ្លួនគណៈនេះមិនមែនសញ្ញាចាំរឿងនោះទេអាសញ្ញាដែលចាំរឿងនោះជាបរមត្តអាសញ្ញាដែលចាំថាខ្លួនចាំនេះជាទិដ្ឋិជាបរមត្តមួយផ្សេងទៀតចាប់បានទេចឹងជ្រៅទេជ្រៅលោកគ្រូជ្រៅមិនអាចស្គាល់បានព្រោះសុភាពពិតត្រង់ជ្រៅល្អិតក្រៃលែងវាបាំងនៅត្រង់អវិជ្ជាមិនស្គាល់ថាគណៈនេះធម្មៈអ្វីកើតហេតុអីបានដឹងរឿងម្សិលមិញហេតុអីបានចាំរឿងម្សិលមិញនេះអត់ដែលសិក្សារឿងហ្នឹងទេគឺសិក្សារឿងនោះរឿងម្សិលមិញនោះត្រូវដោះស្រាយឲ្យចេញហ៎ដូចលោកគ្រូបារាំងហ្នឹងគាត់ចាំរឿងមួយថាទុក្ខវេទនាហ្នឹងគឺសំខាន់ត្រូវដោះរឿងហ្នឹងឲ្យបានព្រោះគាត់យល់ថារឿងហ្នឹងចេះតែតាមពិតអាកំពុងយល់នឹងចាំរឿងនឹងថាចេះណាអានឹងជាការពិតដែលត្រូវដោះស្រាយព្រោះថាខ្លួនឯងអ្នកចាំខ្លួនឯងអ្នកយល់មែនឬមែនឃើញជ្រៅប៉ុណ្ណាតែគាត់ស្ដាប់អត់យល់កន្លែងហ្នឹងឯងគាត់ស្ដាប់យ៉ាងម៉េចក៏គាត់អត់យល់ដែរព្រោះគាត់អត់ស្ដាប់គាត់គិតតែអត់ស្ដាប់ថាធម្មៈដែលត្រូវសិក្សាមិនមែនរឿងហ្នឹងទេព្រោះរឿងហ្នឹងវាអត់មានតែអ្វីដែលមានគឺចាំរឿងហ្នឹងកំពុងកើតរលត់មែនឬមែននេះដែលត្រូវសំខាន់ណារឿងសំខាន់ធម្មៈមិនមែនរឿងទេយើងដោះស្រាយរឿងដដែលអាហ្នឹងរឿងតែរហូតណារឿងដែលត្រូវដោះស្រាយវាអត់ជាប់ព្រោះរឿងហ្នឹងវាកើតពីចិត្តនឹកគិតអញ្ចឹងអាចិត្តនឹកគិតនេះឯងបើអត់កើតឡើងមានរឿងដែរឬទេចាលោកគ្រូណាលោកគ្រូខ្ញុំចង់សុំបន្ថែមបន្តិចចឹងឲ្យលោកគ្រូអត់អំពីថាអវិជ្ជាហើយនឹងលងងនិងមោហៈអា3ហ្នឹងខ្ញុំមានការច្រឡំគ្នាលោកគ្រូលងងតែមួយអវិជ្ជាតែមួយហ្នឹងមោហៈតែមួយមោហៈនឹងនៃសេចក្តីដូចគ្នាទាំងអស់មែនទេតែមួយយើងចង់ប្រែពាក្យព្យញ្ជនៈប្រើតែអត់មានប្រើបកលតិស័កគ្នាយ៉ាងម៉េចទេទៀតណាអត់ទេហើយមិនប្រែមួយទៀតវងវែងហ្នឹងហើយយើងតែលើគេបោះចេះជាងក៏លើបោះចេះយើងអត់ច្បាស់អត់ទេគឺពេលដែលអត់ស្គាល់ការពេលគណៈនេះស្គាល់ថាលើជាអ្វីតាមសេចក្តីពិតដែរឬទេហ្នឹងហៅថាអវិជ្ជានៅទីនេះឥឡូវតន់ឆ្លើយផងថាស្គាល់គណៈនេះលើត្រង់តាមសេចក្តីពិតដែរឬទេ
មិនលឺត្រង់តាមទឹកដីប៉ុតទេលោកគ្រូ មិនស្គាល់ទេគឺអវិជ្ជាណាអវិជ្ជាពេលដែលតែមិនស្គាល់គឺវង្វេងគណៈលឺនេះជាអ្វីងើតឈឹងមែនឬមែន ចាហ្នឹងហើយលោកឈឹង ណែងើតឈឹងត្រង់ដែលលឺជាធម្មៈតែមិនដឹងថាជាធម្មៈត្រង់តាមសេចក្តីពិតលឺជាអនត្តាធម៌ប៉ុន្តែដឹងបានត្រឹមតែជាអត្តាធម៌មែនឬមែន ចា អត់ដឹងទៅដល់អនត្តាធម៌បានទេទៅអវិជ្ជានឹងវង្វេងជាមួយនឹងការពិតគណៈនេះឯងពាក្យថាវង្វេងបានន័យថាការពិតតែវាអត់ដឹងថាការពិតពាក្យថាល្ងងបានន័យថាអត់ស្គាល់អត់ឃើញអត់ដឹងវានៅក្នុងន័យតិចតិចអញ្ចឹងណាពាក្យថាល្ងឹតបានន័យថាងឹតស្លុបហ្មងអត់ដឹងរឿងអីទាំងអស់ដឹងតែម្យ៉ាងគឺអញឃើញមែនឬមែន ចា គឺអត់ស្គាល់ការពិតនឹងឯងអរគុណទាំងបាទស្កា ចាអរគុណលោកគ្រូចាអរគុណ លោកគ្រូ បាទស្កាមុំចំអាតទាំងសំរុប ចាលោកគ្រូវិជ្ជកិច្ឆាវិជ្ជកិច្ឆាថាសង្ស័យទៅលើគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃសង្ស័យមិនទៅលោកគ្រូ ស្គាល់ព្រះសម្មាសម្ពុទ្ធទេកុំឲ្យតន់សួរច្រើនពេកសួរមួយស្គាល់ព្រះសម្មាសម្ពុទ្ធទេ អត់ស្គាល់ទេលោកគ្រូ អញ្ចឹងអត់ស្គាល់នឹងជាវិជ្ជកិច្ឆាឬយើង អត់ស្គាល់ជាវិជ្ជកិច្ឆាលោកគ្រូ ឃើញទេអត់ស្គាល់ជាវិជ្ជកិច្ឆាអត់បាច់ទៅរកអីនៃណាព្រោះគណៈនេះអត់ស្គាល់ព្រះសម្មាសម្ពុទ្ធហើយស្គាល់ធម៌របស់ព្រះអង្គដែរឬទេគណៈនេះ អត់ស្គាល់ដែរលោកគ្រូ ឃើញទេមិនអត់ស្គាល់ត្រឹមតែជាអវិជ្ជាគឺវិជ្ជកិច្ឆាជាក្បាលរបស់អវិជ្ជាហ្នឹងហ្មង ចា ឃើញទេមោហវិជ្ជកិច្ឆាសម្បយុទ្ធមែនឬមែន ចា វិជ្ជកិច្ឆាកើតជាមួយចិត្តអីដទៃផ្សេងទៀតទេមានទេ អត់ទេលោកគ្រូ អត់ទេមានតែកើតក្នុងអវិជ្ជាតែមួយដួងហ្នឹងគឺមោហវិជ្ជកិច្ឆាសម្បយុទ្ធតែប្រកដីអត់ស្គាល់ការពិតគណៈនេះទៅមិនស្គាល់ធម្មៈសូត្រធម្មំសរណង្កិច្ឆាមិដល់ទេអស់សង្ស័យទេ អត់អស់ហើយលោកគ្រូ ដូចសុំ សូត្រថាអត់ដឹងថាម៉េចផង សូមអនុញ្ញាតឆ្លៀតទៅកេនគុណចាស់ពង្រៀនកូនក្មេងស្រន់សូត្រពុទ្ធាំងសរណង្កិច្ឆាមិធម្មំសរណង្កិច្ឆាមិតបិសោភគវេមានន័យថាម៉េចពង្រៀនហ្នឹងហេតុអីមិនបង្រៀនរបៀបបញ្យល់ឲ្យយល់ការពិតសច្ចធម៌ព្រោះក្មេងវាមិនមែនអត់ចេះទេមើលអាចៅ10ឆ្នាំគេឲ្យតែបង្រៀនត្រូវវាយល់ត្រូវវាចាំត្រូវហើយក៏វាផ្ដើមស្គាល់ត្រូវដែរហើយគ្រាន់តែបង្រៀនឲ្យសូត្រធម៌ប្រយោជន៍អីសូត្រពុទ្ធាំងសរណង្កិច្ឆាមិប្រយោជន៍អីខ្ញុំសូមដល់នៅពុទ្ធដល់យ៉ាងម៉េចបើអត់ស្គាល់ព្រះសម្មាសម្ពុទ្ធខ្ញុំសូមដល់នៅវធដល់យ៉ាងម៉េចបើអត់ស្គាល់ធម្មៈគឺជាអ្វីគណៈនេះមែនឬមែនអស់វិជ្ជកិច្ឆាទេមិនអាចទេមានតែផ្លូវមួយនេះឯងសន្តានាចឹងមកខ្ញុំណែអនុញ្ញាតថាគុណចាស់សាមណេរតូចគុណចាស់កុំគ្រាន់តែបង្រៀនទេសន្តានាគុណចាស់អាចនាំមកសន្តានាមួយខ្ញុំណាក៏បានដែរនេះជាប្រយោជន៍សម្រាប់គុណចាស់សាមណេរក្មេងៗកំណត់គិតអូក្មេងកុំឲ្យតរៀនអីមែនទេខុសហើយគឺត្រូវតែឲ្យសិក្សាត្រូវតែសន្តានាមិនអាចអត់យល់បានទេតែសន្តានាគឺយល់បានមើលគ្រាន់តែ2អ្នកចូលមកមើលជ្រះថ្លាសប្បាយចិត្តទៅបាន2ថ្ងៃបងមែនឬមែន ចាគ្រូ ណែគឺមិនមែនអវិជ្ជាវិជ្ជកិច្ឆាត្រង់តែយើងចេះសូត្រធម៌បាត់ទេអត់ទេបើមិនសិក្សាថាឃើញគណៈនេះជាអ្វីឃើញគណៈនេះបាទស្កាមុំសម្អាតឃើ ចា ញ គ្រូ ឃើញគណៈនេះជាអ្វី ឃើញគណៈនេះគឺចិត្តឃើញ គឺ លោកគ្រូ ធៀបឃើញមែនទេ ចា បើគេសួរមកទៀតហេតុអីបានឃើញ ហេតុអីបានឃើញព្រោះឃើញកើត សាធុហ៎យល់បានល្អតើឃើញកើតព្រោះអ្វី ឃើញកើតព្រោះ
វាមានវិច័យរបស់វាលោកគ្រូអត្រ័យវិច័យ រូបប្រកបមិនត្រូវឆ្លើយអញ្ចឹងទេឃើញកើតព្រោះរូបប្រកបមែនឬមែន គ្រូមានរូបប្រកប បើរូបមិនប្រកបឃើញកើតឡើងដែរឬទេ បើរូបមិនប្រកបឃើញមិនអាចកើតឡើងទេលោកគ្រូ ប៉ុន្តែដឹងការពិតនៃសច្ចធម៌នៃធាតុឃើញត្រង់តាមសេចក្តីពិតបានដែរឬទេ មិនអាចទេលោកគ្រូមិនអាច ណាអាច ព្រះសម្មាសម្ពុទ្ធ នេះផ្ដើមអស់សេចក្តីសង្ស័យក្នុងព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងនៅសច្ចធម៌ដ៏មានជម្រៅមែនឬមែន ចា តែគ្រាន់តែសិក្សាធាតុឃើញអាស្រ័យបច្ច័យជាធម៌មានជម្រៅគឺផ្ដើមស្គាល់ព្រះអង្គបន្តិចម្ដងអស់នៅសេចក្តីសង្ស័យថាពុទ្ធគឺជាអ្វីគឺព្រះអង្គត្រាស់ដឹងនៅធាតុដ៏មានជម្រៅល្អិតត្រឹមត្រូវនេះបើមិនត្រាស់ដឹងទេមិនឈ្មោះថាជាព្រះសម្មាសម្ពុទ្ធឡើយហើយបើមិនមែនជាព្រះសម្មាសម្ពុទ្ធទេព្រះអង្គមិនអាចសម្ដែងពាក្យនេះចេញបានឡើយអ្នកណាក៏មិនអាចសម្ដែងបានមែនឬមែន ចាគ្រូចា អញ្ចឹងវិជ្ជកិច្ឆាសង្ស័យក្នុងព្រះសង្ឃជាអ្វីឃើញទេគឺអ្នកដែលឃើញការពិតត្រង់តាមដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងប្រកាសសម្ដែងហើយយល់ដឹងតាមទេដឹងគុណព្រះសង្ឃត្រង់បញ្ញាស្គាល់សច្ចធម៌ដែលត្រាស់ដឹងដោយព្រះសម្មាសម្ពុទ្ធព្រះសង្ឃជាសាវកនៃព្រះដ៏មានភាពមិនអញ្ចឹង ចាគ្រូចា មិនគ្រាន់តែបួសហើយសង្សារវៈទេតតែយល់បាសិកាមុំសម្អាតមានឧបនិស្ស័យឃើញសច្ចធម៌ធម្មចក្រកើតឡើងបាសិកាមុំសម្អាតជាសង្ឃក្នុងព្រះសាសនាគឺសង្ឃទី1សោតាបត្តមៈរាប់ជាពួកមាន4ពួកមិនចឹងរាប់ជាក្រុមមានណាសោតាបត្តមៈសោតាបត្តផលសក្តិគាមៈសក្តិគាមិផលរាប់ជាបុគ្គលមាន4មិនចឹងសោតាបត្តបុគ្គលណានេះដែលថាក្រុមសង្ឃនោះតតែយល់សច្ចធម៌អត់យល់សច្ចធម៌ទេមិនអាចរាប់ចូលបានទេឃើញទេបដិបត្តិត្រង់យល់ត្រង់បាទសូមគោរពចា៎ តែមិញលោកម្ចាស់ភាលោកសួរកន្លែងហ្នឹងដែរដល់ពេលខ្ញុំស្ដាប់សារឡើងវិញទៅនៅតែដូចអត់យល់ចាំបានចូលមកសួរលោកគ្រូថ្ងៃនេះ ឡើយយល់នៅ ចាគ្រូចា សាធុ អញ្ចឹងមិនបាច់ទៅដល់ណានៃទេឲ្យតែគណៈចិត្តនេះនឹងមិនទាន់យល់នឹងធម្ម ជា តា វិជ្ជកិច្ឆា យល់នឹង ជាវិជ្ជកិច្ឆាគ្រប់ពេលទូទានអាហារមានវិជ្ជកិច្ឆាទេ មានពេញទៅ អត់ស្គាល់បាទសាធុបើអត់ស្គាល់ការពិតគណៈនេះកំពុងទទួលទានអាហារជាអ្វីគឺវិជ្ជកិច្ឆា ចា មិនវិជ្ជកិច្ឆានៅក្នុងសភៅទេណាហើយមិនវិជ្ជកិច្ឆាយើងត្រូវលះទេព្រះអង្គត្រាស់សម្ដែងវិជ្ជកិច្ឆាមិនមែនឲ្យលះទេផ្ដើមស្គាល់វិជ្ជកិច្ឆាគឺជាអ្វី ជាអ្វីតែស្គាល់ឲ្យលះឯងហ្នឹង រឿងលះមិនមែនជារឿងរបស់យើងរឿងរបស់ ចា បញ្ញាដែលចម្រើនបណ្ណាស្គាល់ការពិតបណ្ណាលះការមិនស្គាល់ការពិតទៅតាមលំដាប់ឋានៈនោះឯងអញ្ចឹងពាក្យអវាទព្រះសម្មាសម្ពុទ្ធមានលំដាប់ត្រឹមត្រូវអត់អាចរំលងបានទេអត់អាចចេញទៅលះមុនដឹងបានទេយល់ទេណាតើសិក្សាទៀតធម្មៈមានជំរឿហើយគួរឲ្យជ្រះថ្លាណាស់អស់ចាក្រៃលែងស្ដាប់យល់បានតិចតួនោះធូរក្នុងចិត្តមែនឬមែន ចាលោកគ្រូ សាធុអរគុណបាទការមុំសម្រាប់នេះ ចាសាធុអរគុណលោកគ្រូជំរាបលាបងប្អូនអរគ្នាទៅឱកាសបងប្អូន បាទការឈៀងណា សូមគោរពលោកគ្រូសូមឱកាសរៀនពីឧត្តចៈឲ្យលោកគ្រូជួយពន្យល់ ស្អីឧត្តចៈបានឧត្តចៈមកពីណា អត់បានមកពីណាទេឆ្ងល់ចង់ចេះឧត្តចៈឯងបានសន្ទនាមួយលោកគ្រូ បាននៅស្ងៀមឆ្ងល់ឧត្តចៈទេតើបានមកពីណា លោកបានឃើញនៅក្នុងសភៅ អញ្ចឹងឧត្តចៈគឺជាអ្វីឧត្តចៈ ចេះហើយឆ្លើយបានស្មានទៅឧត្តចៈការរវើអី ដឹងថារវល់រវាយនៅពេលណា អ
អស់លឺម៉ូតូច្រើនប្រាប់បានចូលក្នុងទឹកសិន ពេលណាឈ្មោះថាអុតចៈដែលស្គាល់ថាអុតចៈកើតពេលណាដែរ អត់ដឹងថាកើតពេលណាកើតពេលយើងសង្ស័យរវើអីមិនដឹងរឿងពិត គណៈដែលគិតថាពេលយើងរវើរវាយពេលយើងនឹកគិតពេលនឹងមានអុតចៈទេ ពេលហ្នឹងខុសហើយអវិជ្ជាហើយនៅថាយើងប៉ុន ពេលដែលថាយើងណាពេលដែលនឹកគិតថាយើងពេលនឹងមានអុតចៈទេ អត់មានទេពេលគិតថាយើងណាអញ្ចឹងអុតចៈកើតក្នុងចិត្តបានប្រមាណដួង អត់ដឹងទេលោកគ្រូអននេះសំសន្ទនាជាមួយលោកគ្រូឲ្យទៅយល់របស់ខ្ញុំ អុតចៈកើតបានគ្រប់អកុសលចិត្តទាំង12ដួងមែនឬមែនមោហោអហិរិកੰអនត្តបង្អុដ្ឋច្ចੰចាហើយធ្វើមិនស្គាល់អុតចៈបានស្គាល់អត់បានទេទៅចូលសន្ទនាជាមួយលោកគ្រូបង្ហាញលោកគ្រូប្រាប់ទៅបានយល់ខ្លះគ្រប់ពេលមានពេលណាដែលមិនដែលគិតថាយើងដែរឬទេអត់បើអត់បានសន្ទនានៅតែយើងមិនដែរអញ្ចឹងពេលដែលគិតថាយើងពេលនឹងអុតចៈទេអុតចៈណែអុតចៈមានន័យថាម៉េចអុតចៈមានន័យថាមិនបានច្បាស់នៅអារម្មណ៍នៅទីល្វើនៅទីយើងមិនចោលឲ្យយើងនោះមែនទេអាយើងផ្សេងតែខ្ញុំគ្រាន់តែនិយាយឲ្យដឹងថាពេលដែលអុតចៈកើតវាកើតក្នុងអកុសលចិត្តគ្រប់ប្រភេទអកុសលចិត្តណាក៏មានអុតចៈដែរតែអុតចៈមានន័យថាម៉េចសោតចេះទេឆ្លើយអត់រួចទេលោកគ្រូមានន័យថារាយមេយមិនចឹងចាបានន័យថាមិនច្បាស់ប៉ុន្តែមិនមែនសង្ស័យទេសង្ស័យវិជ្ជកិច្ឆាដល់អុតចៈបានន័យថាមិនប្រកបក្នុងរឿងគ្រប់យ៉ាងចាបានន័យថាមិនប្រកបរឿយមើលដឹងប៉ុណ្ណេះហើយរឿយមេយណាបានន័យថាមិនច្បាស់ក្នុងរឿងនោះឯងចាទៅគ្រប់រឿងទាំងអស់អុតចៈជាធាតុដឹងឬជាធាតុមិនដឹងជាធាតុមិនដឹងហេជាធាតុដឹងជាធាតុដឹងអារម្មណ៍ធាតុដឹងលោកណាធាតុដឹងអារម្មណ៍ជាធាតុដឹងអារម្មណ៍ប៉ុន្តែដឹងដោយសភាពរាយមាយចាវិញតែដងទៅថ្ងៃនេះចង់រៀនអុតចៈថ្ងៃនោះចង់រៀននេះថ្ងៃនេះចង់រៀននោះមែនឬមែនចាព្រោះចង់ចេះព្រោះថាខ្លួនឯងល្ងងមែនឬមែនចាតែតាមពិតដកខ្លួនចេញមានអ្នកល្ងងមានអ្នករាយមាយមានអ្នកអុតចៈដែរទេអត់មានតែអុតចៈមានតែយើងមិនមានឃើញទេអុតចៈមានប៉ុន្តែយើងអត់មានតែអត់ស្គាល់ថាអុតចៈជាធម្មៈប្រភេទណាណាចាទៅអ្នករៀនជាទូទៅចង់តែលះអុតចៈព្រះអង្គមិនបានសម្ដែងថាឲ្យលះអុតចៈទេគឺស្គាល់អុតចៈតាមសេចក្តីពិតបានដែរឬទេនេះជាផ្លូវចាណែសិក្សាការពិតសិក្សាសច្ចធម៌សច្ចញាណមានដែរឬទេអុតចៈជាសច្ចធម៌ទេសច្ចធម៌អុតចៈជាសច្ចៈមួយណាមើកសាច់ណែអុតចៈជាមើកសាច់អុតចៈថាស្មាននោះណាអត់ចេះផងណាអុតចៈជាទុក្ខសច្ចៈទុក្ខសច្ចណាជាទុក្ខសច្ចៈជារបស់ដែលកើតរលត់តែជាអកុសលធម្មាមិនមែនជាយើងជ្រៅណាអើយជ្រៅទៅស្ដាប់រឿយមិនសំខាន់រឿងត្រូវតែចេះច្រើនទេសំខាន់យល់បានមួយពាក្យមានជំរឿល្អិតល្អន់តាមសេចក្តីពិតដែរឬទេចាស្ដីរៀនសំខាន់ស្ដើមយល់មួយពាក្យនេះជាប្រយោជន៍
វាអត់សំខាន់ដែរតើតែចេះច្រើនតើតែចេះដូចគេតែយល់បានថាធម្មៈកើតគណៈនេះគឺជាអ្វីដែរឬទេនេះសំខាន់តើកំពុងគិតពីអ្វីនេះដឹងដែរដែលគិតចឹងតើកំពុងគិតពីអ្វីត្រូវការអ្វីហេតុអីបានត្រូវការដឹងពីអ្វីហេតុអីបានដឹងឃើញហេតុអីបានឃើញឮហេតុអីបានឮជាអ្វីឃើញជាអ្វីរឿយស្ដាប់ហើយស្ដាប់ទៀតសិក្សាការពិតយ៉ាងនេះឯងព្រោះធម៌ដែលជាអារម្មណ៍របស់អវិជ្ជាគឺអ្វីដែលកើតគណៈនេះឯងមែនឬមែនមែនលោកគ្រូមែនសាធុអរគុណបាទកាជាណានទៅចាសូមគោរពជម្រាបលាលោកគ្រូអរគុណច្រើនតាទុណែញាតិគ្រូសូមអរគុណអូហ៊ឿនសុកអេងព្រឹកមិញមិនសមមិញសមមិញងាយចូលយប់មិញទៀតយប់មិញណែហើយឆ្ងល់អីយប់មិញឥឡូវនឹងឆ្ងល់ពីអីជាដំបងសូមគោរពនិងជម្រាបសួរលោកគ្រូនិងសូមនមស្ការចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងសូមគោរពជម្រាបសួរបងប្អូនធម្មញាតិទាំងឡាយជាសាធុលោកគ្រូសូមឲ្យលោកគ្រូជួយបញ្យល់កន្លែងសំណួរ2សំណួរហ្នឹងគេមិននិយាយពាក្យហ្នឹងឥឡូវរៀននិយាយណាបន្ទប់នេះបន្ទប់សន្តានាធរឥឡូវខ្ញុំសុំសន្តានាជាមួយលោកគ្រូពាក្យនេះមួយអត់សុំបញ្យល់ទេអត់សុំបញ្យល់ទេអត់ចេះបញ្យល់ទេសូមមកការសន្តានាជាមួយលោកគ្រូពីសំណួរទី1គឺការសន្តានាលើកទី1នោះគឺពាក់ព័ន្ធជាមួយនឹងការតាំងនៅសិស្សអត់ទាន់យល់កន្លែងហ្នឹងទី2និងកន្លែងការរលត់ណាលោកគ្រូកន្លែងហ្នឹងសិស្សសូមសន្តានាជាមួយលោកគ្រូដើម្បីឲ្យយល់ជាក់ច្បាស់ទៀតគណៈនេះគឺលឺណាគណៈនេះលឺមែនទេសាធុទៀតហេតុអីបានលឺព្រោះសំឡេងប្រកាន់មែនទេហេតុអីបានលឺព្រោះចិត្តកើតស្ដាប់សំណួរមែនទេណាហេតុអីបានលឺ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 អានេះដូចថាអ្វីលឺព្រោះលោកគ្រូព្រោះចិត្តលឺកើតត្រូវហ៎នឹងមិនសួរឲ្យចេះឆ្លើយឯងសួរឲ្យចេះស្ដាប់តាសាធុណាជួនកាលយើងសន្តានាអត់ព្រមស្ដាប់អ្នកឆ្លើយគិតទៅរហូតចឹងទៅអត់យល់ទេគឺបានន័យថាសតមយៈបញ្ញាអត់កើតចឹងមិនសំណួរខ្លះត្រូវបញ្ជាក់ឲ្យជាទៀតអ្នកសាកសួរហ្នឹងមានសតមយៈបញ្ញាដែរឬទេដូចងាកមិញចឹងអត់មានទេម្ចាស់សំណួរអត់មានសតមយៈបញ្ញាតែអញ្ចឹងទៅមានតែរំតែបកែកណាកែកយកតែពីហើយទៅបកែកឲ្យអាងហើយតែអាងហើយកុហកបាត់ដែរស្អីក៏ដែរឲ្យតែចេញថាអាងកំពីអាងនេះអាងនោះពាក្យនោះកុហកទាំងអស់ណែបើសិនជាត្រង់តាមសេចក្តីពិតអត់មានអីអាងណាព្រោះពិតតែតាអត់មានណែអាងមិនបានជាវាថតពីការលត់ទៀតអញ្ចឹងគណៈនេះអ្វីលឺគឺចិត្តលឺកើតមិនអញ្ចឹងសាធុប៉ុន្តែកើតព្រោះអ្វីកើតព្រោះសំឡេងប្រាកដប្រកាសលឺកើតមែនឬមែនសាធុហើយរលត់ទេមែនរលត់ទេអញ្ចឹងតាំងនៅក្នុងកន្លែងគណៈណាសាឆ្លើយអត់រួចកន្លែងហ្នឹងទៀតតាំងនៅហ្នឹងសាអត់យល់កន្លែងហ្នឹងឆ្លើយមិនរួចត្រូវអត់យល់ត្រូវហើយព្រោះធម៌មានជំរឿវាអត់មានសំខាន់អីនឹងត្រូវដឹងថាវាតាំងនៅយ៉ាងម៉េចថាអត់យល់សោះវាតាំងនៅយ៉ាងម៉េចវាតាំងនៅត្រង់វាកើតហើយរលត់យល់ណាអូយល់លោកគ្រូដល់វាកើតវាមានរលត់ទៅវិញមែនឬមែនតែឲ្យតាំងនៅមិនរលត់បានដែរឬទេអត់
តែទៀត ចាថេតកណៈនឹងត្រង់កន្លែងកើតហើយពាក្យថាឧបាតកណៈនឹងវាកុំដោយបច្ច័យយល់ណាព្រោះវាកើតអាស្រ័យបច្ច័យឈ្មោះថាឧបាតៈផ្ដើមកើតដល់កើតរលត់អាកើតហ្នឹងហើយតាំងនៅហើយក៏រលត់ទៅវាអត់មានអីតាំងនៅជាថេតកណៈឲ្យអ្នកណាស្គាល់ដោយលោកគ្រូនៅបារាំងនោះគាត់និយាយអីអត់ទេវាអត់មានទេអូការប៉ិតលោកគ្រូការប៉ិតធរហ្នឹងគឺកន្លែងការរលត់ហ្នឹងការកើតហ្នឹងគឺការតាំងនៅហើយដល់ពេលតាំងនៅមកគណៈពេលការកើតហើយក៏រលត់ទៅវិញបានណាយល់ហើយបានហើយឧបាតៈនោះគឺអាស្រ័យបច្ច័យទៅកើតហើយអាគណៈដែលកើតគឺឈ្មោះថាថេតកណៈអាគណៈដែលរលត់គឺភង្គគណៈមិនកើតនឹងហៅថាឧបាតៈទេអាបច្ច័យដែលនាំឲ្យកើតហៅថាឧបាតៈមកពីឧបៈហើយនឹងតៈហ្នឹងវាចូលទៅញ៉ាំងឲ្យកើតអាស្រ័យបច្ច័យហើយគេអាងកំពីសិតតែអាងអីទៀតនោះថាលោកគ្រូសៅនិយាយអត់មានថេតកណៈអីតោះអានោះមកពីស្ដាប់អត់យល់ល្ងងខ្លួនឯងមែនឬមែនតែតាមពិតហើយបានសំណួរមួយទៀតថាអញ្ចឹងសោតវិញ្ញាណគណៈលឺនេះដែលប្រកបដែរឬទេมันប្រកបទេទៀតអានឹងដែលនិយាយថាថេតនេះនិយាយពាក្យថេតនេះណាគឺចង់និយាយថាវាតាំងនៅពាក្យហ្នឹងអត់ត្រូវទេគឺវាអត់ដែលតាំងនៅទេវាគ្រាន់តែកើតហើយរលត់ទៅប៉ុណ្ណោះហើយវាមិនដែលប្រកបព្រោះវាអត់មានមិនមានអាហ្នឹងហៅថាតេហ្នឹងគឺគណៈហ្នឹងវាបែកធ្លាយទៅតន់ពេលវាអត់មានឲ្យអីដឹងទៀតទេអញ្ចឹងគ្រប់ធម្មៈដែលកើតគឺរលត់ទៅតន់ពេលមិនដែលប្រកបតាមសេចក្តីពិតទេប្រកបត្រឹមតែជានិមិត្តកន្លែងនេះស្ដាប់អត់យល់ច្រើនគ្នាណាគឺនិយាយពីនិមិត្តស្អីឯណានិមិត្តហ្នឹងគឺការកើតរលត់លឿនរហ័សរបស់សោតវិញ្ញាណនេះឯងអានឹងយើងនិយាយពីសោតវិញ្ញាណចាប់បានទេចឹងសាធុទៀតលោកគ្រូកន្លែងនិមិត្តហ្នឹងក៏អត់យល់ច្រើនទេសំបីសិស្សខ្លួនឯងហ្នឹងក៏អត់យល់ដែរកន្លែងនិមិត្តហ្នឹងទៀតនិមិត្តហ្នឹងគឺអ្វីដែលកើតហើយរលត់វានៅតែត្រឹមកើតរលត់ប្រកបតែប៉ុណ្ណោះតួខ្លួនវាអត់មានយល់នៅប៉ុន្តែលោកគ្រូបារាំងគាត់និយាយថាអានិមិត្តហ្នឹងអាកើតរលត់ហ្នឹងដូចជានិមិត្តទុកឲ្យយើងដឹងវាអត់មានទុកឲ្យយើងដឹងអីទេបាទសង្គ្រោះជ័យលោកគ្រូចិត្តតាមពិតអានិមិត្តហ្នឹងគឺសញ្ញាចាំទេមានអត់មានអីទេតែសញ្ញាវាចាំមែនទេលោកគ្រូអត់ទេខុសហើយនិមិត្តហ្នឹងគឺតួកើតរលត់នោះឯងសំបីអ្នកណាចាំក៏ដោយមិនចាំក៏ដោយគ្រាន់តែជានិមិត្តគឺនៅសល់តែប៉ុណ្ណឹងបានចាំសញ្ញាផ្សេងបើសិនជាមិនមាននិមិត្តចាំបានដែរឬទេយល់នៅអត់ទេទៀតអត់ចាំទេដែលចាំនឹងចាំនិមិត្តរបស់ធាតុនោះកើតរលត់លោកគ្រូវិចិត្រយល់នៅបាទបើហ្នឹងខ្ញុំយល់ថាចេះថាបើអត់មានសញ្ញាចាំទេគឺវាអត់មានអានិមិត្តនឹងដែរនិមិត្តមានតែទៅចាំកើតបានចាំកើតថាចក្ខុវិញ្ញាណកើតរលត់សោតវិញ្ញាណកើតរលត់មែនឬមែនតែចាំថាពេលហ្នឹងឮមានអាកន្លែងដែលថាចាំឮមានហ្នឹងប៉ុន្តែមិនមែនចាំតួឮទេចាំនិមិត្តនៃធាតុឮនោះគឺកើតរលត់បានន័យថាកើតរលត់ជាធម្មៈដែរឬទេវាសំណួរមួយទៀតឲ្យលោកគ្រូវិចិត្រយល់ធម្មៈកើតរលត់ហ្នឹងជាធម្មៈដែរឬទេកើតរលត់ជាធម្មៈដែរឬទេគឺធម្មៈនៅទូណាធម្មៈគឺកើតរលត់នេះមិនប្រែតែចាំទេធម្មៈគឺកើតរលត់បានន័យថានិមិត្តរបស់ធាតុដែលកើតរលត់នោះឯងគឺរបស់ធាតុណាមួយដែលកើតរលត់នោះឯងនេះឈ្មោះថានិមិត្តអូលោកគ្រូអញ្ចឹងអាការនិមិត្តហ្នឹងនិមិត្តការនិមិត្តហ្នឹងគឺជាឈ្មោះនៃធម៌ដែលកើតហើយរលត់ទៅមកវឹងហ្នឹងមិនដល់វឹងឯងគឺច្រើនគណៈ
វាច្រើនកណាត់មិនចាំបាច់ចាំទេតែចាំហ្នឹងមកពីវាកើតដោយមិនដឹងថាធម៌នឹងជាអ្វីវាចាំបានថាធម៌នោះជាអ្វីឬក៏វាចាំបានជាខ្លួនដោយអវិជ្ជាព្រោះសញ្ញាវាកើតជាមួយអវិជ្ជាវាកើតមួយទិដ្ឋិវាកើតមួយសតិវាកើតមួយបញ្ញាវាកើតជាមួយវិបស្សនាមែនឬមែនលោកគ្រូវិចិត្របាទណាដល់វាកើតជាមួយវាកើតជាមួយសតិសញ្ញាហ្នឹងវាធ្វើថេរសញ្ញាបតដ្ឋានាបានន័យថាវាចាំណាអនិមិត្តរបស់សភាវៈមួយគណៈដែលរលត់ទៅនោះបានទៅជាអារម្មណ៍ជាបច្ច័យដែលធ្វើឲ្យសតិកើតរលឹកត្រង់និមិត្តរបស់ធាតុឃើញហ្នឹងគឺការរលត់អញ្ចឹងបានសួរថាឃើញជាធម្មៈដែរឬទេសំណួរដដែលទៀតចម្លើយឆ្លើយថាឃើញជាធម្មៈហេតុអីបានថាឃើញជាធម្មៈហេតុចម្លើយឆ្លើយថាម៉េចព្រោះឃើញតែទំនួលសាធុឃើញនៅត្រង់ចម្លើយគឺត្រូវតែនិមិត្តរបស់ធាតុហ្នឹងឯងចាខ្ញុំគូខ្ញុំចង់ចូលបន្តិចទៀតកន្លែងប៉ុណ្ណឹងដែលលោកតាមមកពុយនឹងគាត់នេះគាត់ថាអាចចំណុចដែលធិតិហ្នឹងគឺបើមិនមានធិតិគឺបានអីបញ្ញាហើយនឹងសតិចូលទៅដឹងទៅឃើញអញ្ចឹងណាត្រូវហើយខ្ញុំថាតាមខ្ញុំយល់ថាចេះខ្ញុំថាបើដែលសញ្ញាមិនចាំអានិមិត្តនឹងទេអត់មានអីទៅរលឹកទេព្រោះតែសញ្ញាចាំអានិមិត្តនឹងឯងបានសតិនឹងរលឹកអានិមិត្តនោះហើយនឹងបញ្ញាឃើញអាហ្នឹងដឹងអាហ្នឹងមែនទេគ្រូអត់ទេសញ្ញាចាំអត់បានទេតែវាកើតជាមួយនឹងសតិកើតបានទៅសញ្ញានឹងចាំបានបើសតិអត់កើតសញ្ញាក៏អត់កើតដែរតែសញ្ញានឹងវាកើតព្រមជាមួយសតិធ្វើការចាំនៅធាតុនិមិត្តដែលកើតរលត់នោះប៉ុន្តែដល់ទិដ្ឋិវិញវាអត់ចាំអាការរលត់នឹងទេវាចាំវាអត់ដឹងវាវង្វេងវាអត់ចាំបានថាធាតុដែលនិមិត្តរបស់ចិត្តឃើញហ្នឹងគឺជាអ្វីវាអត់ដឹងទេណែប៉ុន្តែដឹងតែម្យ៉ាងគឺអញឃើញអញឮតែចាំបានអញ្ចឹងក៏សញ្ញាដែរអញ្ចឹងសញ្ញាដែលលោកគ្រូវិចិត្រលើកឡើងនោះវាត្រូវចង់អាចំណុចមួយដែលសតិកើតអាហ្នឹងហៅថេរសញ្ញាបតដ្ឋានាចាំស្ទាត់ជំនាញហ្នឹងគឺស្ដាប់យល់ចូលចិត្តបានវាចាំជាមួយអាការយល់ចូលចិត្តហ្នឹងឯងហៅថាស្ទាត់ជំនាញអញ្ចឹងទៅជាអារម្មណ៍ជាទីតាំងនៃសតិរលឹកអញ្ចឹងសតិរលឹកបានហ្នឹងគឺមិនមែនរលឹកណាសទួធម្មៈដែលប្រកបទេព្រោះធម្មៈវាអត់ដែលប្រកបទេធាតុឃើញហ្នឹងគឺប្រកបត្រឹមតែជានិមិត្តបានន័យថានិមិត្តហ្នឹងទៅប្រកបបានថាជាអ្វីដែលកើតរលត់ហ្នឹងចក្ខុវិញ្ញាណចក្ខុប្រសាទរូបរូបារម្មណ៍អីចឹងតែណាយើងឆ្លើយទៅសញ្ញាមួយយ៉ាងព្រោះវាមិនចាំបាច់តសញ្ញាទៅជានិមិត្តទេព្រោះអាហ្នឹងវាអាចនិមិត្តហ្នឹងសញ្ញាហ្នឹងវាទៅជានិមិត្តទៅវិញតែខ្លួនឯងសញ្ញាហ្នឹងណាដែលប្រកាសក៏អត់ប្រកាសតាមចូលមកកាន់ពុកផ្សាយកណាទៀតអរគុណក្រៅថ្វាយគុំកណាគុណចាស់ប្រសងគ្រប់អង្គគង់នៅវត្តលួងស៊ីសវត្តមានអង្គគ្រូព្រះចៅអធិការដែលជាព្រះអគ្គនាយកធម្មវិទ្យុវត្តលួង AM 97 MHz និងកណាគុណចាស់អង្គគ្រូគុតធម្មោជាដើមដែរដោយសេចក្តីគ្រប់កត់ក្រែងជ្រះថ្លាសូមការអនុញ្ញាតសិក្សាសន្ទនាប្រធមបន្តអញ្ចឹងត្រង់តួសញ្ញាខ្លួនឯងហ្នឹងក៏មិនប្រកបតាមសេចក្តីពិតដែរគឺប្រកបត្រឹមតែជានិមិត្តគឺការរលត់លឿនរហ័សហើយអញ្ចឹងវាអត់មានអត់ថាតែសញ្ញាហ្នឹងមានតែសញ្ញាហ្នឹងបាននិមិត្តហ្នឹងប្រកបអត់ទេគឺនិមិត្តហ្នឹងវាប្រកបបានន័យថាត្រាស់ដឹងដោយព្រះសម្មាសម្ពុទ្ធហ្នឹងគឺត្រាស់ដឹងនៅតួធម្មៈដែលកើតរលត់ហ្នឹងធម្មៈប្រភេទណាដែលកើតរលត់ហ្នឹងមួយណាអីចឹងទៅប៉ុន្តែវាមិនមែនបង្កើតរលត់តែមួយខណៈទេគ្រប់ធម្មៈដែលកើតរលត់គឺច្រើនខណៈក្រៃលែងទៅប្រកបបានជានិមិត្តព្រោះវាមិនប្រកបតែមួយដែលថាបើឆ្លើយថាចាំវាប្រកបតែមួយអត់ទេអានេះវាប្រកបច្រើនខណៈវាកើតច្រើនខណៈណាណាឧទាហរណ៍ចក្ខុវិញ្ញាណអត់តែមួយទេទៅវាលួនរហ័សប៉ុណ្ណាទៅអស់ចាប៉ុណ្ណានឹងស្ដាប់ពាក្យហ្នឹងមិនដឹងថាអូអស់ចា
nè cứ vừa mến ca tầm mũi bà ca tầm mũi ở đằng rừng ấy đằng đấy bà vừa ca chán tay vừa mến ca chọn khả tiền vừa ca đồ lộn bên to này hãy có việc mình đại ca pi đuông mùi khả nặng mùi đòn đại tiền nếu vừa ổ cha trong cái lại nâng tiền chật đại ca đồ lộn đắng á xong bày khơi không bền nước ngọt miên chất ấy đúng không đấy miên để chật khơi mũi đại ca đồ lộn chạm bạn ấy chăng ba là từ vậy chẳng tu thô ca đồ lộn nó lục đủ trời chạm là tu thô lại ca đồ lộn ấy hai thằng niệm mất rồi bó thô chẳng niệm mất rồi bó thôคือtu thô đại ca đồ lộn tập văn làไงđại thô tu thô nó đạiประกอบอัดไม่เย็นrồi về cảให้đồ lộn lươn rồi hả tập văn là mua để làm phép đơn giản gì bị ạt với những ạt rồi bỏ thô nó bật cọt tròn này thế cả rồi luật này tớ chỉ thầm mẹ chắc bạn bầu là thầm mẹ với mình trời ở miền sân nhà tại sân nhà có thầm mẹ chẳng thầm mẹ bỏ sân nhà được tròn cái lấy này cả rồi luật mình chẳng nè chẳng vô cho bạn này ba vô lấy nhớ dân dòng vô sao nhà tụi bạn con miền sân nhà chám con mình bàn đây kịch những cái này nè về trái ra từ sân nhà chám rương bạnได้mình sân nhà nó hai thành điểm mất đấy sân nhà nó về miền tu nó tì mũi đăng ở ròm đây hãy có niệm mật bỏ sân nhà nó cứ cả được luật này mình chỉ hết niệm mật bỏ sân nhà nó về mình sân nhà mùi tiệt ấy tệ cứ luôn ấy nó có mìnhประกอบตามสิ่งใดเปิดได้ส่งใบยังทั้งมาbịอัตตสัญญาจำแต่อัดบานก็การจำอัตตสัญญานั้นประกอบตามสิ่งใดเปิดได้คือกรันแต่เจนนิมิตระบอัตตาปัญหาไม่บานอัตตาจรันมาเลยเพราะว่าการจรันกันแน่ว่าการรับมันออกแม่หรือแม่เรื่องไอ้ก็วิจัยรำบอกอัตตสัญญาได้แม่หรือแม่แต่ว่าการลดเลือนนะฮะเพราะอัตตสัญญาจะทำแม่บางมันแมนจะทำแม่มันแมนได้ให้ทำแม่ในตรังกันไรหน้าในตรังแต่เวกาให้ระลดอาศัยปัจจัยเนี่ยอะไรนี่กองเจ้าได้อาศัยปัจจัยว่ามีอาศัยนาทเวเตนี่สำคัญออกคนให้บาสิกาขึ้นสอกเอ็นตนาเดียดสมประจอบติ๊กบาสิการตอนประจอบในสมานสนุที่มันสนุที่ได้ការប៉ັດសំណួរហ្នឹងសន្តានាជាមួយលោកគ្រូអស់ហើយប៉ុន្តែអញ្ចឹងពាក្យថានិមិត្តហ្នឹងមានន័យថាទោះបីតែសញ្ញាហ្នឹងវាអត់កើតវាចាំក្តីវាមិនចាំក្តីក៏និមិត្តហ្នឹងវាត្រូវតែប្រកបបន្សល់ពីធម៌ការរលត់ហ្នឹងដែរទៀតបើវាមិនបន្សល់តែតួធម៌ដែលកើតគ្រប់គណៈទាំងអស់គឺប្រកបត្រឹមតែជានិមិត្តតែប៉ុណ្ណោះគ្រប់រឿងទាំងអស់ដោយបាសិកាកំពុងសួរហ្នឹងគិតសួរเนี่ยគិតសួរហ្នឹងក៏មិនប្រកបតាមសេចក្តីពិតដែរព្រោះវាកើតឲ្យរលត់លឿនរហ័សសាធុគឹមចាប់បានទេចឹងចាប់បានលោកគ្រូតើអ្នកណាដឹងបានជ្រៅលោកគ្រូជ្រៅហ្នឹងហើយអ្នកណាដឹងបានមានតែព្រះសម្មាសម្ពុទ្ធទេដែលដឹងបាននិយាយជារឿយគឺរលឹកដល់ព្រះគុណព្រះសម្មាសម្ពុទ្ធនេះជាទូទៅលោកគ្រូគាត់និយាយអត់នឹកដល់ព្រះទេនឹកតែលោកគ្រូនោះគាត់និយាយលោកគ្រូនេះគាត់និយាយអាងគ្រូតែតាមពិតធម្មៈមានជំរឿត្រាស់ដឹងដោយព្រះសម្មាសម្ពុទ្ធមិនអាចអ្នកណាគិតឃើញបានទេយើងពោលបានតំតែងបានតែត្រង់តាមសេចក្តីពិតដែរឬទេយ៉ាងនេះជួនកាលវាកុហកតែខ្លួនឯងដឹងតែតាមពិតអត់អាចដឹងបានទេត្រង់តែសន្តានាផ្ដើមយល់ថាធម្មៈមានជំរឿតែប៉ុណ្ណោះអរគុណបាទស្កាហ៊ឿនសុកអេងដែរអរគុណលោកគ្រូសាធុសូមគោរពអ្នកគ្រូដែរចាជំរាបសួរលោកគ្រូសូមបន្តបន្ថែមតិចទៀតសន្តិរណៈជាបច្ច័យដល់វត្ថុបណ្ណៈ5បច្ច័យដូចគ្នាគឺទី1អនន្តរបច្ច័យទី2សមនន្តរបច្ច័យទី3អនន្តរោបនិស្សយបច្ច័យនិដ្ឋិបច្ច័យនិងវិកតបច្ច័យទៀតសាធុហ្នឹងសម្បណ្ឌិឆន្ទៈដល់សន្តិណៈសន្តិណៈដល់វត្ថុបណ្ណៈទៀតដល់វត្ថុបណ្ណៈណែនឹងទៅតាមណែគណៈនៃចិត្តដែលកើតរលត់ដែលយើងរាប់បច្ច័យអញ្ចឹងទៅដូចមួយដាច់ពីគ្នាឆ្ងាយមែនទេ
ចាលោកគ្រូតាមពិតអនន្តរកាយទៀតតែតាមពិតឃើញហើយស្អប់មែនឬមែនចាលោកគ្រូឮហើយតោះចិត្តមែនឬមែនចាដែលមើលឃើញរវាងបច្ច័យ5ហ្នឹងមកទៅដូចឆ្ងាយក្រៃលែងមែនទេចាលោកគ្រូប៉ុន្តែត្រឹមតែឮហើយស្អប់លឿនណាស់ប៉ុណ្ណាដែរលឿនមែនតើមិនអាចដឹងប៉ុន្តែយើងមិនដែលគិតថាឮហើយនឹងស្អប់វាអត់ដែលគិតឃើញសោះប៉ុន្តែស្រាប់តែឮហើយស្អប់ហ្មងមែនឬមែនចាលោកគ្រូអស្ចារ្យប៉ុណ្ណាតែអាធាតស្អប់នោះមិនដឹងនៅណាកុំថាឡើយថាមិនដឹងនៅណាតែមិនដឹងថាវាកើតព្រោះអ្វីហើយក៏ថាមិនដឹងប៉ុណ្ណឹងតែច្រឡំថាយើងស្អប់ទៅទៀតមកទៅប៉ុណ្ណាដែរចាលោកគ្រូខ្ញុំការឯងចង់ស្អប់វាក៏វាធ្វើណាស់ពេកណាតែកើតទុកមិនសុខចិត្តកើតទុកមិនសុខចិត្តវាលឿនរហ័សប៉ុណ្ណាទៅហើយមិនមែនតែមួយខណៈទេស្អប់ហ្នឹងមកទៅទុះ1 ម៉ោង 2 ម៉ោងមួយថ្ងៃមកល្ងាចដេកអត់លក់ទៀតមែនឬមែនចាលោកគ្រូតើច្រើនគណៈប៉ុណ្ណាទៅបើមិនឲ្យស្លាប់ហើយធ្លាក់នរកទៀតអាហ្នឹងដូចចម្លែកវាច្រើនពេកវាច្រើនគណៈពេកទៅមិនគួរប្រមាថក្នុងការសិក្សាធម្មៈឲ្យយល់ចូលចិត្តឡើយមែនឬមែនចាដល់តែគិតឃើញរឿងហ្នឹងទៅវាមានសេចក្តីព្យាយាមអត់ធន់ណាអធិដ្ឋានមមតំក្នុងការសិក្សាដើម្បីយល់មិនដើម្បីបណ្ដាំងប្រជែងចេះច្រើនចេះតិចអីទៅយល់ការពិតដែលមានជំរឿនេះបើអត់ស្ដាប់អត់សន្ទនាទេគឺអត់មានផ្លូវទេហើយនេះចាលោកគ្រូដូចទៅឡងមកឡងហ្នឹងកើតហើយរំភើយនឹកគិតទៅរស់ស្អីវិញអញ្ចឹងដែរមែនឬមែនចាមែនលោកគ្រូដែលគិតថាកើតដើម្បីអ្វីកើតដើម្បីអ្វីកើតដើម្បីអ្វីឃើញដើម្បីអ្វីឮដើម្បីអ្វីណាដែលដឹងទាំងអស់ដឹងតែអញខ្ញុំខ្វះគឺមានតែត្រង់ចំណុចមួយហ្នឹងគឺខ្ញុំខ្វះមែនឬមែនចាលោកគ្រូខ្ញុំខ្វះហ្នឹងជាអ្វីបាទជាតណ្ហាទៀតឃើញទេមានតែប៉ុណ្្នឹងកើតរឿយហេតុអីព្រោះវាមានជាបច្ច័យផងជាអនុស្ស័យផងទៀតព្រោះអត់យល់ការពិតគណៈនេះគឺជាអ្វីមែនឬមែនចាមែនអត់ដែលបានស្ដាប់តែគណៈនេះការពិតគឺជាអ្វីមិនដែលឮកុំនឹកគិតថាអូចេះរៀបរាប់ហោហែពោបាច់ស្ដាប់ទៅច្រើនមែនប៉ុន្តែសឹងបែកกระดาษតិចបើសិនជាខ្ញុំនឹកគិតថាស្ដាយពេលចាលោកគ្រូសឹងតែបែកกระดาษតិចចប់9បរិឆេទបានណាទៀតប៉ុន្តែនេះសូត្រប៉ុណ្ណឹងទៀតហ្នឹងតែអ្វីជាប្រយោជន៍មិនដែលគិតឃើញមកពីសាធកៈសម្បជញ្ញៈអត់កើតមានចាលោកគ្រូធម្មតាណាទៀតបើសាធកៈសម្បជញ្ញៈអត់ដឹងអត់កើតទេអត់ដឹងណាមួយជាប្រយោជន៍ណាមួយជាប្រយោជន៍ទេយកមានអ្នកកើតទៀតសាធុអរគុណអ្នកគ្រូទៀតអរគុណច្រើនលោកគ្រូនិយាយពីនិមិត្តហ្នឹងទោះតែអវិជ្ជាក៏វាមាននិមិត្តរបស់អវិជ្ជាដែរគឺកើតរលត់អវិជ្ជាកើតរលត់និមិត្តរបស់វាគឺកើតរលត់អញ្ចឹងបានអវិជ្ជាជាធម្មៈដែរឬទេជាធម្មៈដែរទេត្រង់ណាត្រង់វាកើតហើយហ្នឹងហើយនិមិត្តរបស់អវិជ្ជាគឺកើតរលត់មាននរណាដែលដឹងបានអញ្ចឹងបានសួរតួអត្តសេចក្តីពិតអត្តរបស់អវិជ្ជាគឺជាអ្វីគឺមិនដឹងអវិជ្ជាជាយើងទេអត់មែនទេយើងល្ងងទេយើងអត់ល្ងងយើងអត់មានហ្មងអវិជ្ជាមានតែអវិជ្ជាកើតដែលល្ងងវង្វេងទៅក្នុងអារម្មណ៍ក្នុងរឿងគ្រប់យ៉ាងដែលពិតដែលជាសច្ចធម៌គណៈនេះឯងយើងធម្មតាយើងរៀនពីអវិជ្ជាក៏តតែអត់ស្គាល់ទុកអត់ស្គាល់ហេតុនាំឲ្យកើតទុកប៉ុន្តែ
ឥឡូវនេះអ្វីអវិជ្ជាគឺមិនដឹងមែនឬមែន ចាមែន គឺគ្រប់ពេលកំពុងនិយាយគ្នានេះអ្វីដែលពិតគឺមិនដឹងជាដាច់ខាតគឺអវិជ្ជានឹងឯងដែលពិតអវិជ្ជានឹងឯងដែលពិតព្រោះកំពុងនិយាយនេះអត់ដឹងថាជាសច្ចធម៌អ្វីមែនឬមែន ចាមែនលោកគ្រូ អត់ដឹងអត់ដឹងគូជ្រៅប៉ុណ្ណាដែរសំបីនិយាយធម៌ហើយខ្ញុំគិតមើល ដឹងតែអញអ្នកនិយាយទៀត សំបីកំពុងនិយាយធម៌ហើយស្រាប់តែជាអវិជ្ជានេះអស្ចារ្យប៉ុណ្ណាដែរហើយស្រំតែយើងគិតពីរឿងអ្នកដតីទៅទៀតតើប៉ុណ្ណាដែរព្រោះឃើញតែមានសត្វមានបុគ្គលមានអ្នកដតីមែនឬមែន ចាមែនលោកគ្រូ នេះល្ងងប៉ុណ្ណាដែរអវិជ្ជាក្រាស់ក្រែប៉ុណ្ណាសាធុសាធុឆ្ងល់អីទៀតទេ ចាអរគុណច្រើនលោកគ្រូ ចាលោកគ្រូ ខ្ញុំទៅអង្គធម្មសាកច្ឆាទាំងអស់ទៀតអញ្ចឹងស្អី ណែ ចាបងលោកគ្រូសូមឱកាសឲ្យលោកគ្រូជួយបញ្ជាក់ត្រង់ឧបាតៈទេភង្គៈក៏ប៉ុន្តែសេចក្តីបញ្ជាក់ មិនអត់ស្ដាប់គេមិនអត់ស្ដាប់គេ ក៏ស្ដាប់ហើយតែសិស្សវាឆ្ងល់ត្រង់ថាវិបស្សនាចូលទៅដឹងណាលោកគ្រូ ណាចូលទៅដឹងអីវិបស្សនាមានន័យថាម៉េច វិបស្សនាបញ្ញាដឹងច្បាស់លោកគ្រូទៀត ដឹងថាម៉េច ហ្នឹងអារម្មណ៍របស់វិបស្សនាគឺ ឡើយយើងសួរមហាវិបស្សនាទី1ឈ្មោះអី អនិច្ចានុបស្សនាលោកគ្រូ ឃើញទេបើមិនឃើញថាមិនទៀងបើមិនបានឃើញថាមិនទៀងក្នុងរបស់ដែលមិនទៀងត្រង់តាមសេចក្តីពិតទេជាវិបស្សនាទេ អាហ្នឹងមិនមែនទេលោកគ្រូទៀត តើបើមិនមានសតិរលឹកត្រង់ធាតុធម្មៈដែលកើតប្រកបតាមសេចក្តីពិតទេមានវិបស្សនាទេ អាហ្នឹងអត់ទេទៀត អញ្ចឹងវិបស្សនាចូលទៅដោយយើងគិតអញ្ចឹងទេ អាហ្នឹងអត់ទេទៀត អញ្ចឹងបើធម្មៈនោះមិនកើតមិនរលត់ជាអារម្មណ៍របស់វិបស្សនាដែរឬទេ អាហ្នឹងអត់ទេទៀត អញ្ចឹងអាធម្មៈដែលតាំងនៅជាអ្វីត្រង់កន្លែងណាដែលថាតាំងនៅ អាហ្នឹងអត់មានទេលោកគ្រូ ឃើញទេអត់យល់ពាក្យថាកើតឧបាតៈថេតេភង្គៈអត់យល់ផងហ្នឹងអ្វីឧបាតៈអាស្រ័យបច្ច័យថេតេកើតហើយក៏បែកធ្លាយទៅឧបាតៈបានន័យថាអាស្រ័យបច្ច័យទៅកើតមែនឬមែន ចាលោកគ្រូទៀត អាកើតហ្នឹងឯងដែលថេតេល្ងងម្លេះលោកអើយ ក៏ប៉ុន្តែត្រង់ហ្នឹងនៃសេចក្តីដែលគេបញ្យល់នឹងសង្កត់ហ្នឹង អត់ទេអត់បញ្យល់សង្កត់អីខុសពីនឹងបានទេអ្វីហៅថាឧបាតៈប្រែថាម៉េចឧបាតៈ មិនប្រែថាកើតទេណាប្រែថាចូលទៅឧបាតៈចេះបល័យដែរ ឧបាតៈហ្នឹងវាមកពីឧបបបត្តិបតៈធាតុណបច្ច័យលោកគ្រូទៀត ចូលទៅដល់មានកម្លាំងអាស្រ័យបច្ច័យទៅកើតអាកើតហ្នឹងឯងដែលថាតេតេបើអត់មានបច្ច័យកើតដែរឬទេ បើអត់មានបច្ច័យអត់កើត អញ្ចឹង ទេលោកគ្រូ វាកើតពីបច្ច័យបានន័យថាឧបាតៈគ្រប់គ្រាន់ទៅកើតអាហ្នឹងឯងតែថេតេហើយក៏បែកធ្លាយទៅវាមិនដែលធัวផ្ដើមកើតហើយអត់មានបច្ច័យហើយវាកើតឯងវាមិនដែលមានចឹងអាផ្សំផ្គុំគ្រប់មានកម្លាំងបច្ច័យគ្រប់គ្រាន់ហ្នឹងបានហៅកើតហៅឧបាតៈ សាធុសាធុ គិតខ្លួនឯងថាខ្លួនឯងហើយអាងកពីខុសទៀត អានកំពីហើយ ប្រែឧបាតៈមើលប្រែឲ្យច្បាស់មើលមានន័យថាម៉េចឧបាតៈអ្វីជាតួឧបាតៈគឺបច្ច័យ ជាបច្ច័យ បច្ច័យទៅកើតអ្វីដែលកើតគឺកើតពីបច្ច័យអញ្ចឹងអ្វីកើតគឺថេតេ អ្វីកើតគឺថេតេ បើមិនមែនថេតេហៅថាកើតដែរឬទេ បើមិនមែនថេតេអត់ហៅថាកើតទេលោកគ្រូទៀត ឃើញទេអត់យល់ធម្មៈគឺជាអ្វីកើតយ៉ាងម៉េចឧបាតៈយ៉ាងម៉េចថេតេយ៉ាងម៉េចធัวកើតព្រោះអាស្រ័យបច្ច័យមែនឬមែន ចាមែនលោកគ្រូទៀត អាបច្ច័យហ្នឹងហៅឧបាតៈ ចា វាកើតពីណាសួរកើតពីណាកើតពីអ្វីហេតុអីបានកើត
ហើយសិតតែរឧបាតៈអញ្ចឹងអាត្រង់ហ្នឹងដែលប្រែឧបច្ចយរូបប្រែតែម៉េចឧបច្ចយរូបអីហ៎អាហ្នឹងរបស់រូបតែជារូបឬអីហ៎រៀនអត់គិតទេគិតតែពីរោរឿងនេះរោរឿងនោះរៀនគិតផងនេះនាំនេះគិតធោះកុំគិតថាអូគេនិយាយនឹងខុសហើយតែខ្លួនឯងអត់គិតរៀនអត់គិតរៀនអាងកំពីអាងនឹងអួតនឹងកុហកហើយកុហកនឹងមកពីអត់ដឹងត្រូវហើយមែនឬមែនណែកុំនឹកគិតថាលោកគ្រូសាវនិយាយអត់អាងអត់មានអីកុំនឹកគិតថាគាត់អត់ចេះបល័យយ៉ាងហោចគាត់ចេះម៉ាត់ពីម៉ាត់ដែរមែនឬមែនចាចង់អួតដាក់អ្នកបល័យនេះស្អីទៀតឆ្ងល់អីទៀតចាលោកគ្រូទៀងលោកគ្រូចង់ត្រឹមពាក្យថាការที่នឹងប្រកាសที่នឹងមានហ្នឹងទាំងពីរហ្នឹងផ្សេងគ្នាលោកគ្រូព្យញ្ជនៈពីរហ្នឹងផ្សេងគ្នាទេប្រកាសហើយនឹងមានប្រកាសយ៉ាងម៉េចប្រកាសសំឡេងប្រាកដចិត្តឮកើតឡើងណាអាមានហ្នឹងវាមិនចាំបាច់ប្រកាសទេអញ្ចឹងផ្សេងគ្នាលោកគ្រូព្យញ្ជនៈផ្សេងគ្នាជួនកាលវាមានតែវាមិនដែលប្រកាសហើយដូចវណ្ណរូបហ្នឹងវាមានតែវាមិនដែលប្រកាសទេព្រោះអាស្រ័យបច្ច័យវាកើតតែវាមិនប្រកាសដល់ចក្ខុទៅចក្ខុវិញ្ញាណអត់កើតតែវាមានចាប់បានទេចាអញ្ចឹងមានន័យថាព្យញ្ជនៈពីរនេះផ្សេងគ្នាលោកគ្រូដឹងគិតមើលចាគិតត្រូវនៅទៀងក្រុមជ័យបងសុភីហូបងយល់អរគុណបាទសិកាលើយើងតើក៏យើងអួតខ្លះមកគេជឿអត់អួតគេអត់ជឿឯងមែនទេតែអួតអានហ្នឹងត្រូវទេតែថាអរគុណការដាក់ប្រកាសតំគ្រប់ទៅគ្រូជាទីដ៏ឆ្លៀតឆ្លាតក្នុងការលើកសំណួរលើវាតាក់ទៀតបាច់អួតអីគឺថាអួតលោកគ្រូអន់ណានិយាយមិញទៅហត់ពីមកថាអួតលោកគ្រូអន់ណាសូមគោរពជ័យសូមនមស្ការអរគុណសូមនមស្ការលោកម្ចាស់គ្រប់ព្រះអង្គដែលសេចក្តីគោរពនិងជ្រះថ្លាសព្វការទៀតលោកគ្រូចង់និយាយថាស្ដាប់មកព្រឹកហើយដឹងតានេះនិយាយតែខ្លួនឯងអត់ហ៊ាននិយាយអ្នកដទៃទេព្រោះខ្លាចគេបានទៀតខ្លួនឯងហ្នឹងគឺបរមល្ងងមកសាធុខ្លួនមានដែរឬទេអត់មានទេទៀតតែខ្លួនល្ងងនៅក្នុងទីណានៅក្នុងចិត្តដែលកើតគិតថាអត្តាតួខ្លួនត្រឹមតែជានិមិត្តរបស់ចិត្តកើតតែប៉ុណ្ណឹងទេណែមិននិយាយហួសអ្វីអត្តាគឺសង្កត់ថាមានខ្លួនអត្តសញ្ញាទៀតអត្តាហ្នឹងចាំវត្ថុរបស់ហើយសត្វចាហ៊ាននិយាយដែរប៉ុន្តែនិយាយច្រើនតែខ្លាចលោកគ្រូបាញ់ទៀតកុំរឿងខ្លាចរឿងត្រង់ត្រាមសេចក្តីពិតសន្តានាធម៌មិនរឿងខ្លាចទេរឿងយល់បានដែរឬទេអត់ខ្លាចទេប៉ុន្តែលោកគ្រូធ្លាប់បាញ់ច្រើនដងអញ្ចឹងត្រូវតែនិយាយលោកគ្រូនិយាយឲ្យយល់ឲ្យមានស្មារតីតើមិនមែននិយាយឲ្យអន់ទេឲ្យចេះគិតព្រោះការសន្តានានេះមិនមែនដើម្បីគ្រាន់តែពោលឲ្យលឺទេតើយល់បានដែរឬទេហើយដែលសួរថាអត្តយើងនិយាយមកអត្តាតែយើងយល់ថាអត្តគឺជាអ្វីអត្តាគឺជាអ្វីអានេះដែលយើងត្រូវយល់អត្តអាហ្នឹងដោយសារខ្ញុំអត់ចេះភាសាបាលីបានសិក្សាបាលីចំណេះទៅបាលីមិននិយាយប្រាប់អត្តហ្នឹងប្រែជាឯកវចនៈប្រែថាចិត្តពលឹងអាត្មាណាមโนយល់អាខ្លះអត់រៀនមែនប៉ុន្តែដោយសារចេះវេយ្យាករណ៍ប៉ុន្តែក្នុងធម្មៈសិក្សាធម្មៈអត្តាហ្នឹងបានដល់អ្វីណែបើតាម
យល់អត្តហ្នឹងឯកវចនៈគឺម្នាក់ឯងខ្លួនឯងនឹងដល់ពេលអត្តាហ្នឹងដូចជាពហុវចនៈលោកគ្រូទៀតអត្តានិងអត្តាវាដូចតែគ្នាហ្នឹងគ្រាន់តែថាពហុវចនៈមានន័យថាម៉េចដូចថាសង្កត់ថាខ្លួនមានច្រើនអីចឹងទេអត់ឬអត់ចេះដែរតាមការយល់លោកគ្រូពួកអីគេចែកវិភ័ណ្ឌអានេះគេចែកវិភ័ណ្ឌបលែងស្អីវិភ័ណ្ឌហ្នឹងខ្ញុំអត់បានរៀនណាគេចែកតែបឋមឯកវចនៈអត្តប្រែថារីពហុវចនៈអត្តាប្រែថារីទាំងឡាយអញ្ចឹងរីខ្លួនទាំងឡាយអញ្ចឹងទៅគេសូត្រអញ្ចឹងចានឹងតាមយល់ចឹងប៉ុន្តែក្នុងធម្មៈនេះសិក្សាធម្មៈនេះអត្តឬក៏អត្តាហ្នឹងជាអ្វីត្រូវយល់នេះទេមិនមែនត្រូវយល់ពាក្យឯណោះទេអត្តឬអាត្មាអាត្មានហ្នឹងគឺបានដល់អ្វីបានដល់វត្ថុ3យ៉ាងនេះវត្ថុរបស់ហើយនឹងសត្វហើយនេះនឹកឃើញថាតោកឃើញថាតោកឃើញថាផ្កាហ្នឹងអត្តហើយឬអត្តាហើយអត់នេះហ្នឹងចាំបានតែលោកអត្តាហ្នឹងតល់តែខ្លួនមិនមែនទេអត្តាហ្នឹងគឺវត្ថុហើយវត្ថុដូចតុកដូចកៅអីដូចទូរស័ព្ទវត្ថុរបស់របរទាំងអស់ហ្នឹងហៅថាអត្តហើយឬក៏អាត្មានហើយបាននិយាយពីសត្វទៅវិញដូចយើងនៅក្នុងគម្ពីរព្រះអង្គត្រាស់ជួបពួកព្រាហ្មណ៍តាមនៅទូលសួរព្រះអង្គថាសត្វស្លាប់ទៅកើតទៀតទេព្រះអង្គឃើញទេអង្គឆ្លើយបដិសេធថាអត់ទេសត្វស្លាប់ទៅមិនកើតទៀតទេព្រះអង្គព្រោះព្រះអង្គឆ្លើយថាអត់ទេនេះសួរបដ ாய் ទៅវិញទៀតដែរអញ្ចឹងសត្វស្លាប់ទៅអត់កើតទៀតព្រះអង្គអត់ទេហើយសួរបដ ாய் ទៅទៀតចឹងក៏អត់អញ្ចឹងសត្វស្លាប់ទៅមិនកើតទៀតក៏មិនមែនកើតទៀតក៏មិនមែនព្រះអង្គថាអត់ទេកើតទៀតខ្លះមិនកើតទៀតខ្លះក៏អត់ទេអត់ទេហ្នឹងវាមិនមែនព្រះអង្គបដិសេធរឿងចុតិបដិសន្ធិទេបដិសេធរឿងសត្វកើតអត់មានតែចុតិចិត្តមានឃើញទេបដិសន្ធិចិត្តមានតែបដិសេធសត្វអ្នកកើតអត់មានសត្វអ្នកស្លាប់អត់មានទេហើយនឹងបដិសេធខ្លួនតែកើតមានចតិមានបដិសន្ធិមានតែខ្លួនអ្នកកើតអត់មានទេខ្លួនអ្នកចតិអត់មានទេហ្នឹងកន្លែងហ្នឹងចាសត្វលោកគ្រូទៀតនៅឆ្ងល់អីទៀតអត់ឆ្ងល់ហើយគាត់ណាចង់សម្ដែងថាខ្លួនឯងបរមល្ងងថាមានខ្លួនលោកគ្រូទៀតសាធុត្រូវហើយអត់តន់យល់ការពិតនៅតែខ្លួនអញ្ចឹងមិនអាចបដិសេធខ្លួនបានទេព្រោះគណៈនេះលឺឃើញទេចាលោកគ្រូគណៈនេះលឺប៉ុន្តែដែលស្គាល់ការពិតនៃធាតុលឺត្រង់តាមសេចក្តីពិតដែរឬទេមិនដែរត្រង់ណាលោកគ្រូទៀតបានស្ដាប់សំណួរហ្នឹងល្អត្រូវចាំហើយគិតពាក្យហ្នឹងលឺគណៈនេះដែលស្គាល់ធាតុលឺត្រង់តាមសេចក្តីពិតនៃធាតុលឺដែរឬទេអត់ដែរទេលឺជាសច្ចធម៌តែស្គាល់ធាតុពិតនៃធាតុលឺនោះតាមសេចក្តីពិតដែរឬទេមិនដែលមាននរណាសួរយើងអញ្ចឹងទេឃើញទេមានតែប្រាប់ថាលឺគឺជាសតវិញ្ញាណស្រេចចប់ហើយឲ្យតែត្រឹមតែលឺប៉ុណ្ណឹងហើយយើងលេងខ្វល់ហើយព្រោះលឺមិនមែនយើងឃើញទេស្រួលទេប៉ុន្តែមិនដែលបញ្ជាក់ថាស្គាល់លឺត្រង់តាមសេចក្តីពិតដែរឬទេសេចក្តីពិតរបស់ធាតុលឺគឺជាអ្វីសេចក្តីពិតរបស់ធាតុលឺគឺត្រឹមតែលឺតែប៉ុណ្ណឹងទេគឺការរលត់ណាកុំឲ្យគិតខ្លួនឯងរហូតគឺវាមានអាធាតុពិតមួយត្រូវសិក្សាហើយសិក្សាទៀតឲ្យយល់ថាធាតុពិតរបស់ធាតុលឺគឺការរលត់បើអត់កើតមានលឺដែរឬទេបើអត់កើតមិនមានលឺទេទៀតសាធុនេះចំណុចមួយដែលបាសិកាសូភីហូត្រូវចាំណាបើលឺមិនកើតឡើងទេយើងស្គាល់សំឡេងបានដែរឬទេបើលឺមិនកើតឡើងទេយើងមិនអាចស្គាល់សំឡេងបានទេទៀតយល់យ៉ាងម៉េចព្រោះ
តើមានលើបានសម្លេងប្រកាសបើមិនមានលើទេសម្លេងមិនប្រកាសទេទៀត សម្លេងប្រកាសឬកើតឡើងបើឮមិនកើតឡើងអ្នកណាស្គាល់សម្លេងបានដែរឬទេបើលើមិនកើតឡើងគ្មានអ្នកណាស្គាល់សម្លេងបានទេទៀតឃើញទេកន្លែងហ្នឹងមើលទៅដូចស្រួលប៉ុន្តែម៉េចគ្រូសួរអត់ទេគាត់ថាហេតុអីបានខ្ញុំសួរដដែលដឹងខ្ញុំបរៀនឧបាសិកាសុភីហូរឿងអីដឹងខ្ញុំបរៀនរឿងអីយល់តែខ្ញុំបរៀនឧបាសិកាសុភីហូគណៈនេះបរៀនពីអីចាគណៈនេះចង់បរៀនថាឲ្យដឹងថាថតទាំងឡាយហ្នឹងកើតភ្លាមរលត់ភ្លាមហើយមាននរណាយល់តែខ្ញុំបរៀនឧបាសិកាសុភីហូពីអីគណៈនេះមានទេគណៈនេះបរៀនចង់ឲ្យបងសុភីចេះស្ដាប់សាធុអូបាសិកាសុកលេងបកែមែនបាសិកាសុកលេងបកែគ្រូអត់បកែទេតែឆ្លាតសាធុនឹងមិនឆ្លាតឃើញទេមិនមែនខ្ញុំបរៀនពីអីទេខ្ញុំបរៀនឲ្យស្ដាប់តែអត់ចេះស្ដាប់មែនព្រោះអត់ចេះស្ដាប់ទេកន្លងមកចេះតែគិតរហូតគិតនេះគិតនោះតែហើយអត់មានសេចក្តីសុខសន្តានាតែតាមពិតណាសន្តានាមួយពាក្យមានសេចក្តីសុខបើចេះសន្តានាសត្តមយបញ្ញាកើតអត់ចាំបាច់បានអីទៀតទេអត់ចេះអត់ចាំបាច់ទៅដឹងក្នុងគម្ពីរអូមអាងណាក្នុងណាគឺបានយល់មួយពាក្យហើយប៉ុណ្្នឹងឯងសេចក្តីសុខកើតដែរអេតាមយ៉ាងកលមុតតាមខ្ញុំអត់មានកាត់ទុកទេលោកគ្រូទេមិនមែនយើងធ្វើបានទេមិនយើងធ្វើបានទេតតែសត្តមយបញ្ញាកើតយើងធ្វើអត់បានទេរឿងកើតទុករឿងសុខចិត្តអីអានេះខ្ញុំចង់និយាយថាពេលដែលសត្តមយបញ្ញាកើតមួយពាក្យមានតម្លៃហើយមានក្តីសុខព្រោះមានទីពឹងតែមួយពាក្យមួយព្យញ្ជនៈរបស់ព្រះសម្មាសម្ពុទ្ធអត់ចាំបាច់ច្រើនទេអានេះដែលថាលោកគ្រូនឹកឃើញពាក្យលោកគ្រូមានប្រសាសន៍ថាសឹកលៀងអដែលរៀនទេប៉ុន្តែឆ្លាតខ្ញុំឃើញតែសឹកលៀងរៀនគ្មានពេលតនេទេលោកគ្រូទេមិនមែនទេខ្ញុំនិយាយពីផ្ដើមជួបខ្ញុំមួយម៉ាត់ក៏អត់ចេះដែរខ្ញុំមិនមែនរឿងព្យាយាមឥឡូវព្យាយាមអត់ទេមិនព្យាយាមបានទេបើអត់យល់តែបើស្ការសុកលៀងចូលមកជួបខ្ញុំដំបូងគឺអត់ដឹងអីទាំងអស់តែដល់តែយល់ទៅព្យាយាមរៀនព្យាយាមសិក្សាព្យាយាមស្ដាប់នេះមិនមែនបាសិកាសុកលៀងទេព្រោះយល់ទៅវិរិយៈកើតទៅអត់ធន់កើតចាលោកគ្រូហ៎វាទៅតាមលំដាប់ណាព្រះសម្មាសម្ពុទ្ធព្រះអង្គជួបផងមិនដឹងលោកគ្រូទេតើជួបបានដឹងយើងអត់អាចទេបាសិកាសុកលៀងអត់រៀនទេមិនមែនរឿងអញ្ចឹងទេរឿងដែលជួបដំបូងហ្នឹងគឺអត់ដែលបានរៀនមែនតែជួបហើយគាត់មិនធ្វើបានដែរតែការយល់នឹងឯងដែលធ្វើឲ្យគាត់ប្រឹងប្រែងស្ដាប់យកចិត្តទុកដាក់មិនមែនគាត់ទេគឺសតមយបញ្ញាដែលចេះផ្ដើមកើតឡើងកុសលចេតនាផ្ដើមកើតហ៎តែទៅលោកគ្រូទៀតចាំងបងអមលកមង្គល38ប្រការនៅហេតុដែលនាំឲ្យកើតមង្គលនៅក្នុងអនាគតឡាចកម្មន្តាអេតមង្គលមតមលោកគ្រូទៀតត្រូវហើយសាធុហើយយល់ថាម៉េចចាការងារទាំងឡាយដែលមិនច្របូកច្របល់គឺជាមង្គលដ៏ឧត្តមការងារក្នុងទីនេះគឺការងារដែលចេះសាងនៅកុសលហេតុដោយខ្លួនឯងឃើញទេវាចាអកុសលហេតុទាំងពួងទៀតហ្នឹងគិតខ្លួនឯងបាត់ហើយនៅព្រះអង្គត្រាស់សម្ដែងធនណាធននោះឲ្យដឹងមែនឬមែនគឺព្រះអង្គត្រាស់សម្ដែងដោយបដិហាធម្មទេសនាណាធម្មទេសនារបស់ព្រះដ៏មានវិភាកគឺត្រាស់សម្ដែងឲ្យដឹងមិនមែនឲ្យធ្វើទេចឹងពាក្យថាអនាគលានេះគឺព្រះអង្គសម្ដែងទៅលើការងារដែលមិនច្បោកច្បល់មិនចឹងតើចាលោកគ្រូដែលមិនច្របោកច្បល់នេះអ្នកធ្វើឬកុសលចេតនាកើតកុសលចេតនាកើតនេះត្រង់កន្លែងនេះឯងដែលយើងត្រូវសិក្សាហើយសិក្សាទៀតឲ្យយល់ពុទ្ធដីកាព្រះអង្គសម្ដែងការពិតមិនមែនសម្ដែងឲ្យធ្វើទេបើមិនមានកុសលចេតនាការងារគ្រប់យ៉ាងច្បោកច្បល់ឬមិនច្បោកច្បល់
ច្របូកច្បាលហើយទៀន ច្របូកច្បល់ព្រោះលោភៈព្រោះទិដ្ឋិព្រោះមានអ្នកព្រោះតណ្ហាមែនឬមែន ចាមែនទេទៀន ហើយអកុសលហ្នឹងជាការងារច្របូកច្បល់មិនច្របូកច្បល់ព្រោះយល់ការពិតទេពេលដែលយល់ការពិតលែងច្របូកច្បល់ តែកសាលខ្លះច្របូកច្បាលដែរលោកគ្រូ អត់មានទេអត់មានទេ កសាលដោយក ុសលណាក៏ដែរកុសលណាក៏ដែរអត់ចេះច្របូកច្បល់ ញៀនវិបយុទ្ធ ញៀនវិបយុទ្ធអត់ច្របូកច្បល់អត់ទេ តោមលេខតោមនៅផង អ្នកថ្វាយគុំព្រះដោយកុសលពិតមែនឬ កសាលញៀនវិបយុទ្ធ ថាខ្លួនឯងនឹងគិតខ្លួនឯងបើសិនជាកុសលបើសិនជាកុសល តែ បើសិនជាកុសលសូមដែរឬទេ បើកសាលអត់សូមទេប៉ុន្តែខ្ញុំចង់និយាយចំពោះតែញៀនវិបយុទ្ធ4ដួង ដឹងហើយខ្ញុំនិយាយរឿងយើងវិបយុទ្ធនឹងឯងបើសិនជាកុសលសូមដែរឬទេហើយយើងនឹកថាអាញៀនវិបយុទ្ធហ្នឹងគឺអន់ហ្មង តែតាមពិតណាគ្រប់កុសលសំបីញៀនវិបយុទ្ធក៏ដោយជាធម៌ដែលប្រះចាកទោសត្រូវចាំណាសំបីញៀនវិបយុទ្ធក៏ដោយកុសលសំបីតិចតួចប៉ុណ្ណាក៏ដោយជាធម៌ដែលប្រះចាកទោសពេលដែលកើតឡើងអត់ច្របូកច្បល់ទេយកថ្វាយអង្គមព្រះបួងសួងសូមមិនមែនកុសលទេថ្វាយអង្គមព្រះនោះគឺអញគឺខ្ញុំបន់ឲ្យព្រះអង្គជួយផងឃើញទេទិដ្ឋិយល់ខុសថាមានខ្លួនថ្វាយអង្គមព្រះអង្គសូមឲ្យព្រះអង្គប្រទានឲ្យបានសោកកុំឲ្យកូនចៅកើតទុក្ខកង្វល់រឿងនេះរឿងនោះលោកគ្រូធម្មមេចាមួយឡើងទៅដល់ភ្នំមហន្តលេឃើញដូចសុភាពអស្ចារ្យពេកអស់ធម្មៈទៅនៅសល់តែខ្ញុំសូមឲ្យខ្ញុំអូគ្រាន់តែបួងសួងចង់កន្លះម៉ោងហើយ តំតើលោកគ្រូមិនញ៉ាំ នេះមិនមែនកុសលទេគឺទិដ្ឋិ ចាប្រ អត្តសញ្ញាមិនមែនជាកុសលជាលក្ខណៈចឹងគ្រប់ពេលឲ្យតែជាកុសលសំបីញាណវិបយុទ្ធក៏ដោយមិនមែនជាទោស តែធំលោកគ្រូត្រូវ ណាមុននឹងត្រូវនោះចង់តឹងទៅស្អីក៏ដែរនេះណា លោកគ្រូ បាទទេបាទ សូមឱកាស នៅក្នុងក្រុមជ័យ សាធុលោកគ្រូលោកគ្រូពោលថាសំបីញៀនវិបយុទ្ធក៏កុសលហ្នឹងប្រះចាកទោសដែរ សាធុ នេះសំដៅទៅលើកុសលដែលមិនប្រកបដោយបញ្ញាក៏ប្រះចាកទោសដែរមែនទេទៀត ត្រូវហើយឲ្យតែជាកុសលសំបីមិនមែនជាមិនមានបញ្ញាក៏ដោយគឺប្រះចាកទោសទាំងអស់បើ សាធុទៀត បើប្រកបដោយទោសមិនហៅថាកុសលទេ សាធុទៀតប៉ុន្តែគ្រាន់តែកម្លាំងកុសលហ្នឹងវាតិចឬច្រើនអាស្រ័យទៅបញ្ញានឹងវាកើតឬក៏អត់អញ្ចឹងមែនទេ មែនទេតែកុសលច្រើនឬតិចកុសលនឹងច្រើនអាចកុសលនឹងច្រើនតែមិនមានបញ្ញាហើយដល់កុសលដែលមានបញ្ញាកុសលហ្នឹងគឺឆ្លាតទៅតាមលំដាប់នៃបញ្ញាហ្នឹងទៅចាប់បានទេចឹងវាមិនតិចឬច្រើនទេតែគណៈចិត្តហ្នឹងជាអ្វីកុសលប្រភេទណាតើអាចដឹងបានដែរឬទេតែកុសលដែលប្រកបដោយបញ្ញាបានន័យយ៉ាងម៉េចព្រោះគ្រប់កុសលទាំងអស់មានសតិមែនឬមែនមែនលោកគ្រូ បើអត់មានសតិប្រព្រឹត្តទៅបានដែរឬទេព្រោះក្នុងនេះលោកនិយាយរឿងកិច្ចការចាត់ចែងឧទាហរណ៍ថាកុសលថ្នាក់ទានមានបញ្ញាទៅវាប្រព្រឹត្តទៅជាមង្គលប្រសើរទៅព្រោះមានបញ្ញាចាត់ចែងក្នុងកិច្ចការងារនោះវាអញ្ចឹងណាប៉ុន្តែដល់អត់បញ្ញាក៏ចាត់ចែងទៅតាមធម្មតាតែកុសលចេតនាថ្នាក់ទានហើយអញ្ចឹងទៅប៉ុន្តែមិនច្បោកច្បល់ទេមានតែអកុសលទេទៅច្បោកច្បល់ប៉ុន្តែធ្វើមិនដឹងបានថាកុសលកើតឬអត់អត់ដឹងទេកុសលកើតក៏មិនដឹងមិនកើតក៏មិនដឹងតែកុសលឲ្យតែកើតគឺប្រះចាកទោសមិនមានទោសអីទេណែអរគុណទាំងអស់គ្នាអរគុណគ្រប់គ្នាអរគុណកណាគុណចាស់ក្រាបថ្វាយអង្គមលាគ្រប់លាទាំងអស់គ្នា